សូមលំអរកាយវាចានិងចិត្តសូមក្រាបថ្វាយបង្គំព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជំរាបសួរដល់បងប្អូនជនរួមភាសានេះគឺជាការផ្សាយពេលល្ងាចម៉ោង5កន្លះរហូតដល់ម៉ោង7កន្លះជាការផ្សាយរៀងរាល់ថ្ងៃដែលពួកយើងតែងតែធ្វើការផ្សាយផ្ទាល់និងធ្វើការផ្សាយជាទៀងទាត់បងប្អូនជនរួមភាសាថ្ងៃនេះពួកយើងមានប្រធានបទមួយក្នុងការជជែកគឺប្រធានបទពាក់ព័ន្ធជាមួយនឹងហេតុអ្វីបានមានការបះបោរនិងរដ្ឋប្រហារកើតឡើងនៅជំទសវត្សរ៍50រហូតទៅដល់90ហើយចុះតើបច្ចុប្បន្ននិងទៅដល់អនាគតតើនឹងអាចមានរដ្ឋប្រហារនិងការបះបោរកើតឡើងដែរឬទេហើយចុះបើក្នុងករណីថាយើងជាពលរដ្ឋចង់ចូលរួមនៅក្នុងការដោះស្រាយឬក៏បញ្ចប់នៅការបះបោរឬក៏ការធ្វើរដ្ឋប្រហារនឹងតើមានវិធីសាស្ត្រណាដោយសន្តិវិធីដោយនីតិវិធីអញ្ចឹងនេះគឺជាការផ្សាយនៅពេលល្ងាចដែលពួកយើងនឹងបកស្រាយនៅប្រធានបទនេះហើយបងប្អូនដែលចង់ចូលរួមនៅក្នុងការជជែកពិភាក្សាអំពីប្រធានបទផ្សេងៗឬក៏បងប្អូនមានសំណួរផ្សេងៗបងប្អូនអាចដាក់សរសេរជា comment នេះនៅសរសេរជា comment នៅទីនេះនៅសំណួរឬក៏ជាយោបល់ផ្សេងៗដែលបងប្អូនចង់ចែករំលែកនិងអាចចែករំលែកទៅបានមុននឹងចែករំលែកប្រធានបទនេះមុននឹងជាការឆ្លុះបញ្ចាំងខ្លះៗនេះមានចម្រៀងជូនបងប្អូនជនរួមភាសាតែម្ដងណាបងហ៊ុលសៀងហ៊ុនបងស្រីលឿងហេងការបះបោរនៅក្នុងសង្គមមួយដែលស្ថិតនៅក្នុងជំនួសភូមិសាស្ត្រនយោបាយនេះគឺប្រទេសនឹងហិនហោចបើកាលណាមានការបះបោរកើតឡើងមានរដ្ឋប្រហារឬក៏មានការធ្វើបដិវត្តន៍កើតឡើងប្រទេសខ្មែរនេះបើមិនរលំរលាយទឹកដីកាត់ផ្ដាច់ឬក៏បង្រួញទឹកដីទេក៏ប្រជាពលរដ្ឋនឹងត្រូវបានគេយកទៅសម្លាប់ពីព្រោះការបះបោរនឹងការបះបោរការធ្វើរដ្ឋប្រហារការធ្វើបដិវត្តន៍ជាទូទៅយកប្រជាពលរដ្ឋធ្វើជាឈ្នន់ពួកគេជាអ្នកលេងល្បែងហ្នឹងឲ្យប្រជាពលរដ្ឋខ្មែរមន្ត្រីមេដឹកនាំខ្មែរដែលស្នេហាជាតិហ្នឹងខ្លាចទៅជាទ្រនាប់ហើយគេលាបពណ៌សម្រាប់តម្ដងគេលាបពណ៌ថានេះពួកប្រឆាំងគាត់និយាយអត់បានទៅចេញឈ្មោះគេក៏គេចោទថាយកសម្រាប់បានដែរហើយជួនកាលអត់និយាយអត់អីទាំងអស់គ្រាន់តែណាអត់មានជាប់ពាក់ព័ន្ធទេគ្រាន់តែយើងគិតហ្នឹងក៏គេដឹងថាយើងគិតក្បត់ជាតិដែរហេតុអ្វីទឹកដីរួមតូចព្រោះថ្ងៃនេះនិយាយរឿងកាក់ទិនទៅនឹងបដិវត្តន៍អញ្ចឹងផលអាក្រក់5យ៉ាងនៅពេលដែលមានការធ្វើរដ្ឋប្រហារក្តីបះបោរឬក៏ធ្វើបដិវត្តន៍នៅក្នុងសង្គមខ្មែរអ្នកមីងយូអូនអ្នកមីងណារីបងសុផាតរ៉េនមួយគឺទឹកដីខ្មែរត្រូវរួញឬក៏បាត់បង់ទឹកដីបាត់បង់ជាតិតែម្ដងដូចមានចែងនៅក្នុងអឺអតីតកាលបានចារក្នុងអតីតកាលអំពីកម្ពុជាលើកម្ពុជាក្រោមហើយនឹងរបបមុន91ជនរួមភាសាទី2នោះគឺការបាត់បង់នៅព្រះគោព្រះកែវគម្ពីរក្បួនខ្នាតនឹងត្រូវគេរំលាយហើយអ្នកប្រាជ្ញបណ្ឌិតបញ្ញវន្តអ្នកស្នេហាជាតិត្រូវលាបពណ៌ទៅសម្រាប់គឺរឿងហ្នឹងគឺជារឿងដែលត្រូវធ្វើគេត្រូវធ្វើអាលាយយ៉ាងម៉េចឲ្យខ្មែរវង្វេងណាបងស្រីមុំលក់តកបងចម្រើនប្រពាំងផលិតបាត់បង់ទី3គឺបាត់បង់ប្រជាពលរដ្ឋនិងមន្ត្រីមេដឹកនាំខ្លួនឯងនឹងឯងនៅពេលដែលគេធ្វើការបះបោរឬក៏ធ្វើបដិវត្តន៍ឬក៏ធ្វើរដ្ឋប្រហារគឺគេតែងតែយកប្រជាពលរដ្ឋធ្វើជាទម្លាប់ហើយជន់ពេលដែលពួកគេដឹងថាឥឡូវមានការបះបោរហើយគេឃើញខ្មែរសម្រាប់ខ្មែរគេឃើញខ្មែរសម្រាប់ខ្មែរហើយប្រជាពលរដ្ឋនឹងឯងដែលនៅក្នុងប្រទេសនឹងឯងដែលត្រូវយកទៅសម្លាប់មុនគេ
គេថាសម្រាប់យួនតែស្លាប់តែខ្មែរគេថាសម្រាប់ចិនស្លាប់តែខ្មែរគេថាសម្រាប់ចក្រពអាមេរិកសម្រាប់បារាំងសម្រាប់ស្លាប់តែខ្មែរទេគេថាសម្រាប់ពួកផ្ដាច់ការកុម្មុយនីសសក្តិភូមិប៉ុណ្ណឹងស្លាប់តែខ្មែរទេនេះគឺគ្រឹះទី3ណាបងខុនសុខជា4ការធ្វើការបះបោរធ្វើរដ្ឋប្រហារលើកណាក៏ដោយគឺខ្មែរដែលខាតត្រូវតែធ្វើឲ្យប្រទេសនឹងខ្លាយទៅជាប្រទេសផ្ដាច់ការកុម្មុយនីសសក្តិភូមិដោយស្វ័យប្រវត្តិតែធ្វើរដ្ឋប្រហារបើគ្មានមន្ត្រីមេដឹកនាំនឹងជាមនុស្សផ្ដាច់ការកុម្មុយនីសទេមិនអាចដឹកនាំចលនាបដិវត្តទេខ្ញុំនិយាយរឿងខ្មែរខ្ញុំអត់និយាយរឿងប្រទេសដទៃទេខ្ញុំនិយាយរឿងខ្មែរពួកអ្នកដឹកនាំបដិវត្តធ្វើរដ្ឋប្រហារធ្វើការបះបោរធ្វើពួកគេមិនអាចពីព្រោះខ្មែរស្ថិតក្នុងជំនួសភូមិសាស្ត្រនយោបាយពួកគេមិនអាចធ្វើជាចលនាប្រជាធិបតេយ្យចេញទេដល់តែធ្វើចលនាផ្ដាច់ការកុម្មុយនីសបានចេញដើម្បីបង្កើតរដ្ឋប្រហារបានអញ្ចឹងពេលដែលអ្នករដ្ឋប្រហារនឹងឈ្នះរដ្ឋប្រហារណាឈ្នះក៏ដោយបញ្យលប្រវត្តិសាស្ត្រថ្ងៃហ្នឹងណានឹងឃើញនៅចំណែកដែលសំខាន់អញ្ចឹងបើកាលណាប្រវត្តិសាស្ត្រនេះគឺខ្ញុំនឹងរាយរាប់អំពីសម័យក្រោយចុងបារាំងបន្តិចរហូតមកដល់ឆ្នាំ2000ហើយក្រោយរដ្ឋប្រហារ97ហើយនៅបច្ចុប្បន្នអនាគតតើវាមានរដ្ឋប្រហារវាមានបដិវត្តកាត់ឡើងយ៉ាងម៉េចហើយស្រាយយ៉ាងម៉េចប៉ុន្តែអាគ្រឹះទី4ហ្នឹងគឺបើចង់មានរដ្ឋប្រហារដល់សញ្ញាហ្នឹងគឺដឹកនាំចលនាកុម្មុយនីសផ្ដាច់ការបង្វក់ពលរដ្ឋខ្មែរអាហ្នឹងបានទៅរួចបើមិនអញ្ចឹងទេពលរដ្ឋខ្មែរអត់ទៅទេហើយកន្លែងហ្នឹងហើយដែលជាចំណុចខ្សោយបំផុតរបស់ប្រជាពលរដ្ឋខ្មែរអត់ដឹងអត់ចេះធ្វើនយោបាយនោះចុងក្រោយមានច្រើនទៀតប៉ុន្តែចុងក្រោយការធ្វើការបះបោរក្តីរដ្ឋប្រហារក្តីឬក៏ធ្វើបដិវត្តក្តីបងប្អូនជំនុំភាសាវាជាយុទ្ធសាស្ត្រនៃការឈ្លានពានទេបរទេសឈ្លានពានយើងគេបានឲ្យតែយើងចាប់ដើមចេះបះបោរហ៊ានបះបោរធ្វើរដ្ឋប្រហារធ្វើការធ្វើបដិវត្តខ្មែរជួគ្នាផ្ទៃក្នុងគេបង្រួមទឹកដីគេរំកិលទឹកដីដៅស៊ីរៈត្រជាក់ស៊ីជ្រៅប៉ុន្តែរឿងនេះមិនមែនត្រឹមតែគេបង្រួញទឹកដីពីក្រៅទេគេញុះឲ្យតែយើងសម្លាប់គ្នាគឺពួកគេចង់បង្កើតអំពើប្រល័យពូជសាសន៍ការធ្វើការបះបោររដ្ឋប្រហារការធ្វើបដិវត្តម្ដងគឺចេតនានៃការធ្វើឲ្យខ្មែរបាត់បង់ពូជសាសន៍ខ្មែរបាត់បង់ពូជសាសន៍វាជាយុទ្ធសាស្ត្រនៃការរំលែកពូជសាសន៍ខ្មែរមុននឹងទៅបងប្អូនមានចម្រៀងមួយបទច្រៀងដោយបងផានិតដែលមានចំណងជើងថាហេតុអ្វីទឹកដីខ្មែររួមតូចច្រៀងដោយបងផានិតហើយនឹងនិពន្ធដោយពួកយើងជាអ្នកគ្រប់គ្រងកិច្ចព្រមព្រៀងប៉ារីសូមស្ដាប់ខ្លឹមសារទាំងស្រុងបទទៀតបងប្អូនជំនុំភាសាបទនេះដើម្បីឲ្យស្រាយចិត្តគឺមានចំណងជើងថានិព្រះវិហារឬក៏ថ្មចេះនិយាយណាថ្មចេះនិយាយដើម្បីដាស់ប្រលឹងពូជខ្មែរឲ្យដឹងថាដូនតាខ្មែរក្លាហានទើបសល់ខ្មែរដល់ថ្ងៃនេះព្រោះគេលេបយើងនេះគឺគេព្រួតគ្នាលេបតែម្ដងមិនមែនមកម្ដងមួយទេមកម្ដងច្រើនណាបងប្អូនមកច្រើនណាស់អញ្ចឹងថ្មចេះនិយាយគឺជាចម្រៀងដែលទើបតែនិពន្ធចប់ហើយអស់បាញ់មិញនេះខ្ញុំទៀតបាននិពន្ធបាន2បទដែរបងប្អូនណាចង់ច្រៀងណាតោះឥឡូវថ្មចេះនិយាយសិនសូមអញ្ជើញស្ដាប់ដូចតទៅបងផានិតច្រៀងដដែលទេបងផានិតដដែលមន្ត្រីស្មោះត្រង់រងទុំវេលាមេដឹកនាំល្អត្រូវបានផ្ដន់ទារីឯប្រជាត្រូវបានសមណាប់
ជីវិតការពិតចងចាឬទាំងសិលាកំពីក្បួនច្បាប់ប្រជាពលរដ្ឋប្រឹងប្រែងត្រង់ត្រាប់ជួយយកសំដាប់ច្បាប់ចាលើថ្មមកចេះនាយប្រាប់ខ្មែរគ្រប់គ្នាមានក្បួនវិជាជាទីស្វាគមន៍ស្ថាបត្យកម្មបង្កើតលើថ្មជាសាងសង់គង់នៅវត្តឆ្នាំ បងនេះគឺការដែលពួកយើងទៅប្រាសាទព្រះវិហារកាលពីមេកាបូជាណាខែមុនមើលមានអាគេនៅក្នុងខ្លះបងសាវេតសើចសម្បើម្នាក់ឯងសុភ័ណ្ឌអូច្រើនតើច្រើនអ្នកអត់តែខ្ញុំអត់មានតែខ្ញុំអូលោកអ៊ំបានអនដែរណូមានជីវិតការពិតចងចាលើទាំងពេលឡាជុំពីពួនច្បាប់ប្រជាពលរដ្ឋប្រឹងប្រែងប្រំប្រាប់ជួយយកសំដាប់ច្បាប់ចាលើថ្មមកចេះនិយាយប្រាប់ខ្មែរគ្រប់គ្នាមានក្បួនវិជាជាស្វាគមន៍ស្ថាបត្យកម្មបង្កើតលើថ្មវាសាងសង់គង់លើពាន់ឆ្នាំ ไม่ได้บางคนไปรู้ได้ช่างไงเนี่ยmình phảiรู้có mình ấy đây mìnhช่วยcó mình đây đây nhẹ nhàng phun nhẹ chiếng nó cứ sẽ tầm mình non trong đặt và tệ mà ở đây nhẹ đáp nó phải tràn nati mấy buổi dương nó chia bằng đợt nhẹ phai màu bị lư mi ấy ná bằng tay nó gọi là trong tay mình nơi trong này na để ai cứ bán là cái quy này dễ trong đi phun đây bằng hai mình tích mình bàn cái mình che chiếng đấy trong lúc che thành phun nè nhẹ trong riêng ở đây nó thay chương cũng có nhẹ trong riêng xong đi pet phải giờ đi pet pi sạp đa pi khai nó mình đi pet thòng mà đa tê nè xong ở vòng ôn mơ trong riêng để trong từ bên Nhật Bản nó không Nhật Bản pe khăng Nhật Bản pe để bắt phải nha nó kiaบอกbắt phải nha ngày mình mong buồn bây giờ đôi chuyện mình ở chấp sót nhục mình từ bạc ti từ cái nó người biến đưa ra các đang để thua kêu rồi như vậy mình từ bảy buồn nhã người chồng lại được nhóm ở đâu nít chồng riêng mới bắt bên chồng nương trường tha không ai chồng lại play không ai chồng lại play nhục lòng bọt lục tà sơn gì chồng mốt cứ chồng chồng lòng chương chồng thao sau pini biết này ở sau pini biết này nó đặt từ lâm xa tới nước lục tà sơn gì chồng mốt nương cầm phong ra này dây rồi này hà được bạc quạt để chồng lại nè chẳng khi ông coi vô mai chồng lại play nó còn đây chồng lại play nó vì bên tầng lõ bên tầng cọ đó chồng riêng này nè tuần lê mê cung cầm nát lấy say hô cắt từ đây cầm của chỗ loạt đèn đây sẵn đo không ai ao chùm thoạt sẽ được cách và cọt chùm ra bấm phốt không nơi nông đồng bản lặng nát mong muốn cho nông profile to cùng khi mà trong riêng bạn nâng chồng người sau khi chui copy chùm lòng mà tính các bán hay chùm riêng bị bắt tiết miền chùm lòng trường thá tục ở bậc mai chỉ tục ở bậc nhung nó hàng chẳng tụ bây chỉ miền là nam vào đồng khang nhung to nạ na cả đó
có nhom đại khát mình bọc bong nó triệt miệt tập phung nhom cho đai mày cũng riêng đấy bọn ổn ơi nè thì cũng riêng đo phần ná còn đâu tập năng nát nhom luôn đi pe khăng nó đi pôn pe khăng là pu dụng cô cứ dục lùm non bắt mùi mơ rư mùi ôn khăng này trong riêng của ta xem gì một nó rư mùi ôn khăng đấy trong riêng nó cứ bạn mê tê nè chiết ơi chiết khmai khmai cục từ ti biên vật thọ tập các buôn cùng pi lọt chọc đồn ta to su nè để bọn nó cứ chiêngอย่างmấy chứ không phải chiêng là hơi nè bảo bố nào đây rồi ban mà rồi được cho nè nhẹ đại miên sầm lên có trong chai sầm lên nơi sầm điên sầm lên bảo bảo ôn anh chơi nữa cho nè ở lại bong không sọc chia đập pu sọc cu tục ở đường nâng mà lại sạchการปี2019វាមានរឿងនឹងកើតឡើងចំពោះខ្ញុំប៉ុន្តែ2019នោះវាប៉ះពាល់កុំព្យូទ័រទោះបីជាឯកសារសំខាន់ប៉ុណ្ណាក៏វាមិនសំខាន់ខ្លាំងដូចទូរស័ព្ទដែរទូរស័ព្ទអ្វីៗទាំងអស់នៅហ្នឹងអញ្ចឹងទៅខ្ញុំស៊ូស្ទាព្រឹកមិញប្រញាប់ទៅប្តឹងប៉ុស្តិ៍នៅបាទីដែរប៉ុន្តែមន្ត្រីប៉ុស្តិ៍អត់មានអ្នកណាប្រចាំការទេអញ្ចឹងក៏ពួកខ្ញុំចេញមកហើយយើងក៏ផ្ញើសារទៅប្រធានប៉ុស្តិ៍អនុប៉ុស្តិ៍តាមក្រោយទៅចុះក៏ប្រញាប់មកភ្នំពេញពីព្រោះរឿងឯកសារមួយចំនួនហ្នឹងដល់នៅភ្នំពេញបានបិទកើតហើយបានបើកវិញកើតដែរនៅនោះអត់មានកន្លែងបិទបើកទេព្រោះវាមានខ្ញុំគ្មានអីសម្ងាត់នៅក្នុងការងារជាតិទេណាបងសេងរងសៀបបងសៀបសេងរងខ្ញុំអត់មានទេគាត់ថាឯកសារមួយចំនួនបើគេហែកបានទៅនោះគេមកប្លុក page របស់យើងពួកខ្ញុំផ្សាយលេងកើតអីចឹងណាអេព្រោះឥឡូវដូច admin របស់ page នេះមានរហូតដល់300,000នាក់ទៅនោះណាហើយចង់បើវា hack Facebook នឹងបាន Twitter Instagram email Gmail ឥឡូវខ្ញុំកែមិនទាន់អស់នៅឡើយទេអ្នកបាទីអ្នកស្រុកបាទីបាទអ្នកទាំងអស់គ្នាបានឃើញទូរស័ព្ទរបស់ខ្ញុំអីជួយទុកឲ្យខ្ញុំផងខ្ញុំមិនមានបំណងទៅចាប់កំហុសនរណាដែលមកលួចវាទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកដែលបានទូរស័ព្ទហ្នឹងរក្សាឯកសារនឹងឲ្យស្រួលបួលទៅព្រោះសាររឿងជាតិទាំងអស់ខ្ញុំគ្មានរឿងអីក្រៅពីជាតិហើយជាតិហ្នឹងក៏មិនមែនជាទង្វើដែលកាយវិការចិត្តខ្ញុំចេញទៅហ្នឹងដើម្បីប្រយោជន៍បកណាហៅតែជាតិទៅដែរនៅក្នុងឯកសារទាំងអស់ដែលខ្ញុំមានហ្នឹងទាំងក្នុងទូរស័ព្ទដែលមិនបានបង្ខំទាំងបង្ខំទាំងអស់ទាំងផ្ញើសារក្នុង Telegram Signal ជាមួយនឹងអ្នកណាអ្នកណីអូមិនទាន់បានទៅ block Signal ចោលទៅទៀតនេះដល់តែឃើញតែទោះបីខ្ញុំប្រើ Signal អីជាមួយនឹងស្ថាប័នផ្សេងៗក៏ខ្ញុំគ្មានចេតនាលាក់នរណាទាំងអស់ហ្នឹងពួកខ្ញុំរស់នៅស្រុកខ្មែរខ្ញុំដឹងច្បាស់ណាស់ថាគ្មានអីដែលត្រូវលាក់លៀមកើតហើយក៏មិនចង់លាក់លៀមដែរបើទោះបីជាអាចលាក់លៀមក៏មិនលាក់លៀមដែរពីព្រោះអញ្ចេះបងប្អូនស្មោះត្រង់នឹងខ្លួនឯងគឺជាសកម្មភាពដំបូងគេបើស្មោះត្រង់នឹងខ្លួនឯងអញ្ចឹងវាគ្មានអីដែលវាត្រូវលាក់នរណាទាំងអស់ហើយមិនបាច់គេចាំបាច់នៅខំប្រឹងមកតាមដានទេមិនបាច់ទេតែខ្ញុំដឹងតែជុំមិញហ្នឹងប្រកាសជាគេតាមដានខ្ញុំមិនធម្មតាដែរព្រោះខ្ញុំទម្រាំតែចូលសម្រាប់ហ្នឹងមកប្រហែលជា7:01ឯណោះខ្ញុំគ្រាន់តែដាក់ក្បាលព្រាមទៅបែបមកព្រាមមកទៅដឹងដូចជាអង្គុយមើលតាំងពីបន្លុករហូតដល់ម៉ោង2ដល់10ម៉ោង1ណាបងឌីម៉ងនៅនឹងសុភានៅនឹងប្អូនឆៃនៅនឹងពួកយើងគេយើងដាក់អីវ៉ាន់នៅនឹងជាមួយនឹងគ្នានឹងរបស់គេគ្រប់គ្នាមិនបាត់មកបាត់តែរបស់ខ្ញុំអាបងតែអញ្ចឹងទេដូចកុំព្យូទ័រអញ្ចឹងទីបំផុតគឺរយៈពេល4ឆ្នាំហើយគឺរោមិនឃើញគ្មានអីដែលខ្ញុំលាក់កើតទៅទេដូចគ្នារឿងទូរស័ព្ទនេះគាត់នៅស្ដាយនៅរបស់មួយចំនួនដែលយើងដើរថតតាមព្រំដែនយើងដើរថតតាមតំបន់ក្តៅមួយចំនួនហើយពួកខ្ញុំទោះបីក្នុងវីដេអូហ្នឹងក៏ខ្ញុំមិនដែលនិយាយអាក្រក់ពីបុគ្គលណាបកណាឬក៏រដ្ឋាភិបាលណាទៅទៀតវាជាឯកសារដែលខ្ញុំតម្កល់ទុកមួយថ្ងៃក្រោយចង់ប្តឹងព្រំដែនយើងនៅណាទឹកដីយើងនៅណាយើងទុកប៉ុណ្្នឹងទេទុកគ្រាន់ប្តឹងទាមទារតវ៉ាហើយចុះបើគេយកបាត់ចឹងទៅយើងបាត់ឯកសារហ្នឹងទៅខកចិត្តទេអត់ទេថ្ងៃក្រោយពួកខ្ញុំចុះតាមខេត្តចុះតាមព្រំដែនថតទៀតជីវិតណាបងប្អូនមិនផុតរលត់ពួកយើងទាំងពីរអ្នកនេះទៅជារលត់តាមយើងឯណាអ្នកមានអីរឿងពួកមួយមិនបានគិតអញ្ចឹងទេពួកយើងទៅនេះយើងខំប្រឹងដែរណាចាក់សាំងខំប្រឹងអត់ធ្មត់ខំប្រឹង
xong chay ọt sư để hộp bài để phong làm bay tục lưới nó vô cho tờ đò làm bán môi trường luôn này dướng trong ban po miền trong ban tên ở này nè rồi bây giờ hà lư vô ó tiết thưa tiết ở mấy trong lại đi trong mô nâng mục này nâng mục mặt nâng mục để diện bài nâng mục và bạt trường dương nâng mục bằng bao từ mục chẳng đau từ mục chuyển định thọt kia là phù sục cô không nguy thì để trong tháp bắt bài nha thầy mình nâng chơi là phù không khu có ba đập bóc nhóm vì chơi là bọn nó chặt mình chẳng thì mình chẳng tao có phong là cục rong chặt thôi mà bài nha nó mình nọ là mình chẳng làm bài cục rong chặt bán cho mình thì phun chậm riêng bên thì phun chậm riêng trong lên qua đường nào lấy bao nhiêu vậy vậy hay gì ní có khi mình nói cha này sản khâm thành nhẹ bà tí và cả na miền chào nâng quạt bàn vui chơi chơi tận nơi bà tí nó xong rồi nhẹ bà tí nâng chui rô trong phong on miền ấy nhẹ chui trong bán thế còn là để xa ai cả xa tội trong tư hay trụ sát mình vô tư nè vô tư cho còn là để xa tư thì mua program với chúng luôn vì chỉ càng nghe chia từ bọc trong tê remove với cho bị trụ sát nó hay thưa setup hai lụa nó lụa tiết tư nè còn là thôiอย่างไม่កុំឲ្យវាបំផ្លាញនៅការផ្សាយរបស់ពួកខ្ញុំបំផ្លាញនៅសកម្មភាពដែលចុះបង្ដុះបណ្ដាលតាមខេត្តរបស់ពួកខ្ញុំទៅណានេះអានេះបើសិនជាអាណិតមិនមែនខ្ញុំមិនចេះស្ដាយនៅទ្រព្យសម្បត្តិទាំងអស់ហ្នឹងក៏ប៉ុន្តែជាតិរបស់ខ្ញុំស្ដាយជាងមុននឹងកើតជីវិតរបស់ពួកខ្ញុំពីរនាក់មានជាតិហើយឥឡូវនេះពួកខ្ញុំមានគ្រាន់តែពួកខ្ញុំជាចំណែករបស់ជាតិអញ្ចឹងពួកខ្ញុំមុននឹងកលគង់នឹងងាប់ទៅទេហើយទុកជាតិនឹងឲ្យខ្មែរចំនួនក្រោយប្រើទេអញ្ចឹងគ្មានស្អីដែលខ្ញុំត្រូវលាក់លៀមទេហើយតកែវមករយៈក្រោយហ្នឹងគឺរឿង TikTok ផងរឿងអាក្លូអញ្ចឹងណាអាក្លូមិនដឹងហៅស្អីទេខ្ញុំមិនសូវបានវាអូសរំលងច្រើនដងដែរប៉ុន្តែលឺសូល្បីរឿងតកែវនោះវាច្រើនហើយខ្ញុំក៏គ្មានចិត្តអីណាថាតកែវនោះវាអញ្ចឹងដែរកុំច្រឡំអីគាត់ខ្ញុំចង់និយាយព្រឹត្តិការណ៍ហ្នឹងខ្ញុំសូមសង្ឃឹមថាអ្នកឆ្លាញ់ជាតិបានឃើញរូបខ្ញុំនៅក្នុងទូរស័ព្ទហ្នឹងឃើញហើយហ្នឹងremove តែ program មួយចំនួន unlock វាចោល remove វាចោល set up ថ្មីទៅហើយលក់ទៅទូរស័ព្ទនោះណាមិនបាច់ផ្ញើខ្ញុំវិញទេមិនបាច់ទេព្រោះបើអ្នកផ្ញើខ្ញុំស្មើនឹងអ្នកថាសារភាពថាលួចមែនណាឬក៏ទិញរបស់ចោលមែនណាមិនបាច់ទេខ្ញុំមិនត្រូវការទេហើយខ្ញុំក៏មិនត្រូវការមកវិញដែរមិនប្រកាសថាអ្នកហៅ call ឲ្យទៅយកខ្ញុំទៅយកទៅទៀតមិនធ្វើអញ្ចឹងទេព្រោះធម្មតារបស់មួយចំនួនតែយកទៅទៅហើយទោះបីជាអ្នកមានចិត្តដល់តែយកមកឲ្យខ្ញុំវិញក៏ខ្ញុំមិនត្រូវការដែរព្រោះខ្ញុំគិតសុវត្ថិភាពរបស់អ្នកដែរពីព្រោះជួនកាលខ្ញុំដឹងថាចោលលួចសិតតែមានតម្រូវការរបស់ខ្លួនតែអ្វីដែលខ្ញុំចម្លែកនោះណាបងឆេងសែនរបស់របរនៅពេញហ្នឹងយកតែរបស់ខ្ញុំនេះហើយមិនក៏ច្បាស់ម្លេះរបស់របរនៅពេញហ្នឹងក៏តាសុភាខ្ញុំខំប្រឹងយកមកដាក់ក្បែរខ្លួនដូចគ្នាក៏ហេនឹងទូរស័ព្ទរបស់សុភានៅក្បែរហ្នឹងទូរស័ព្ទនឹងយកតែរបស់ខ្ញុំទេយកតែមួយគ្រឿងនឹងគាត់របស់ផ្សេងអត់យកអញ្ចឹងណាវាខចម្លែកប៉ុណ្្នឹងទេប៉ុន្តែចម្លែកប៉ុណ្្នឹងក៏ដោយកុំបារម្ភអ្នកបាទីខ្ញុំនៅទៅអញ្ចឹងតាមពិតថ្ងៃហ្នឹងហ្មងទៅវិញទៀតថ្ងៃហ្នឹងមកហ្នឹងដើម្បីមករៀបចំឯកសារច្បាប់មួយចំនួនដើម្បីកុំឲ្យបាត់បង់ឯកសារច្បាប់ដែលនៅក្នុងទូរស័ព្ទរបស់ខ្ញុំទេបើមិនបើអត់មានតាក់ទងឯកសារច្បាប់ហ្នឹងអត់នៅទេជួបដូចជួបនឹងដេកនឹងបាទីនឹងទៅទៀតណាស្លេះប៉ុណ្្នឹងចុះណាអត់មានទៅចងគំនុំគុំគួននឹងអាញាធរនៅបាទីនៅតកែវទេណាលោកបងចៅខេត្តខ្ញុំបានសន្យាជាមួយបងហើយនៅក្នុងព្រឹត្តិមេដៃទៀតកាល2019ថាមិនចងគំនុំគុំគួនជាមួយនឹងអាញាធរខេត្តតកែវទេខ្ញុំធ្វើតាមសន្យាទី2និយាយល្អពីបាទីអញ្ចឹងខ្ញុំនិយាយព្រឹត្តិការណ៍កើតឡើងខ្ញុំមិនបាននិយាយអាក្រក់អីពីបាទីខ្ញុំក៏មិនបាននិយាយអាក្រក់អីពីអាញាធរខេត្តតកែវដែរនៅចំពោះមុខបងនគរគោកធ្លកនិងបងសើមកាព្រៃអ្នកតកែវអ្នកតកែវទេអត់មានតែភ្នែកជូរទេព្រោះអត់បានយំអត់មានតែភ្នែកជូរទេណាតោះឥឡូវមិនសួយទេខ្ញុំមិនដែលជឿទៅលើសួយលើអីទេបងប្អូនមិនទេខ្ញុំគាត់តែជួនដំណឹងចឹងកែលោកបងប្អូនខ្លះនៅតកែវនឹងជួយដឹងជួយអីហ្នឹងទៅព្រោះចៅនឹងគាត់រត់ទៅណាក៏មិនរួចនឹងបាទីនឹងដែរគឺគ្មានចោលពីបញ្ញាតាមខ្ញុំដល់បាទីទេណាណាគេថាខ្ញុំប្រហែសម្លេះបងមេតាករណាទូរស័ព្ទដាក់ក្បែរខ្លួនមុននឹងដេកដើមមើលក្លុកកលៀតហើយរក្សាអ្វីគ្រប់យ៉ាងជំនួសខ្លួនហើយ
nè bảo kia trong vô chỉ vật không mình phải bảo thì cuộc sống đi để họ đại miền rồi bong thì không đào từ na cứ không đào ta bát trường từ đập phong việc thaประหารบ้านในไหมบ้านในไทยยืนใส่กับมันฟื้นใส่กับมันประหยัดออกให้ខ្ញុំក៏មិនដឹងថាបងមេតាកណ្ណាហ្នឹងអាចបញ្យល់ពាក្យប្រហែសនឹងយ៉ាងម៉េចទេអាចដើរជាមួយខ្ញុំមួយថ្ងៃហ្នឹងដឹងហើយថាខ្ញុំប្រហែសប៉ុណ្ណាសុំបីតែស្រមោចមួយក៏ខ្ញុំមើលដែរណានៅពូណាលីឆោមមិនហៅតែចិត្តទូលាយទេហៅថាបេសកកម្មរបស់យើងនៅតែបន្តមិនអាចអនុញ្ញាតឲ្យឧបសគ្គទាំងឡាយវាមកយកឈ្នះយើងនេះយើងត្រូវតែជំនះវាយកឈ្នះវាឲ្យបានតោះទៅវាថ្ងៃនេះពួកយើងនឹងជជែកវិញ្ញាជាមួយជនរួមភាសាអំពីកត្តាមួយចំនួនមុន$23.91មុននឹងកិច្ចព្រមព្រៀងប៉ារីសនេះត្រូវបានបង្កើតឡើងតើកត្តាអ្វីខ្លះដែលបណ្ដាលឲ្យមានការបះបោរកើតឡើងមានការធ្វើរដ្ឋប្រហារកើតឡើងការធ្វើបដិវត្តមានបដិវត្តកើតឡើងមុន91ហើយចុះការធ្វើការបះបោរក្តីបដិវត្តក្តីការបះបោរក្តីមុន91ហ្នឹងវាអាចនឹងកើតឡើងនៅឆ្នាំ2023ទៅអនាគតនេះទេបច្ចុប្បន្នអនាគតវាអាចនឹងកើតឡើងទេបងរតនាពៅជនរួមភាសាតើវាអាចកើតឡើងទេហើយចុះបើវាកើតឡើងតើមានបើវាមិនទាន់កើតឡើងតើមានវិធីសាស្ត្របង្ការយ៉ាងម៉េចចុះបើវាកើតឡើងតើដោះស្រាយយ៉ាងម៉េចហើយបញ្ជាក់ឡើងវិញក្នុងនិយាយវិញគឺ5កលឹះ5យ៉ាងដែលបើកាលណាមានរដ្ឋប្រហារការបះបោររដ្ឋនឹងបដិវត្តកើតឡើងគឺខ្មែរជាអ្នករលាយពួកយើងចែកឧបាយកលគេទេការធ្វើរដ្ឋប្រហារការធ្វើបះបោរការធ្វើការបះបោរហើយនឹងការធ្វើបដិវត្តនេះវាមិនមែនជារឿងដែលពួកយើងចំណេញទេហើយបុគ្គលមួយចំនួនប្រើពាក្យរឿងក្បត់ជាតិបំរើបរទេសឬក៏បដិវត្តពណ៌ហ្នឹងបងប្អូនប្រយ័ត្នណាជួនកាលអ្នកនិយាយអ្នករៀបចំបាទអ្នកនិយាយអ្នករៀបចំជួនកាលគេធ្វើពើជាអត់ដឹងជួនកាលគាត់ពិតជាអត់ដឹងមែនប៉ុន្តែទោះបីជាគាត់ជាអ្នករៀបចំឬក៏អ្នកណាដទៃរៀបចំអាហ្នឹងមិនមែនជាកង្វល់របស់យើងទេកង្វល់របស់យើងណាកង្វល់របស់យើងគឺតាក់ទិនទៅនឹងថាតើយើងត្រូវយកចិត្តទុកដាក់ទៅលើអ្វីដើម្បីបង្ការកុំឲ្យវាមានរឿងនឹងកើតឡើងព្រោះយើងដឹងថាវាជាឧបាយកលហើយអញ្ចឹងមុននឹងដឹងឧបាយកលក៏ដល់រៀនប្រវត្តិសាស្ត្រតើហេតុអីបានជាឧបាយកលអញ្ចឹងសុភាមានអីចង់បញ្ជាក់មុននឹងយើងចាប់ដើមពន្យល់អ្វីទៅហៅថាការបះបោរការធ្វើរដ្ឋប្រហារការធ្វើបដិវត្តហើយបន្ទាប់មកសុភាអាចនិយាយអំពីរបៀបនៃដែលបានកើតឡើងមុន91ជាគោលមុននឹងបងពន្យល់ប្រវត្តិសាស្ត្រជូនបងប្អូនជនរួមភាសាខ្ញុំសូមឲ្យបងប្អូនជនរួមភាសាបានចាប់ផ្ដើមសុចរិពលិអំពីប្រធានបទនៅក្នុងថ្ងៃនេះហើយពេលដែលបងប្អូនអាចសុចរិពលិបានសំណួរនានាឬក៏ការដែលបងប្អូនយល់ឃើញរៀនចែករំលែកនៅទីនេះពួកយើងចូលរួមពង្រឹងខ្លួនឯងឲ្យទៅជាពលរដ្ឋដែលមានចំណេះដឹងចេះប្រវត្តិសាស្ត្រនិងអាចចូលរួមគិតគូរនិងថែរក្សាការពារជាតិដោយសន្តិវិធីនីតិវិធីខ្ញុំសូមធ្វើការចែករំលែកអាចយ៉ាងហោចណាស់គឺ4គន្លឹះដែលនាំឲ្យមានអំពើបះបោរនិងរដ្ឋប្រហារកើតឡើងពេលដែលនិយាយអំពីការបះបោរឬក៏អំពើបះបោរគឺសំដៅទៅដល់ប្រជាពលរដ្ឋអាចប្រមូលផ្ដុំគ្នាហើយដើម្បីផ្លាស់ប្ដូរមានបំណងគឺការផ្លាស់ប្ដូរនៃការដឹកនាំនយោបាយណាមួយនៅពេលដែលពលរដ្ឋទទួលរងនៅការគៀបសង្កត់ឬក៏មិនសប្បាយចិត្តនឹងការដឹកនាំនយោបាយនឹងឧទាហរណ៍ក្រទៅឧទាហរណ៍ស្ថានភាពលំបាកទៅដូចជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងការមិនអាចធ្វើជាម្ចាស់ប្រទេសជាដើមទី2នៅពេលដែលយើងនិយាយអំពីរដ្ឋប្រហារគឺមានន័យថាមន្ត្រីដែលនៅក្នុងរដ្ឋាភិបាលហ្នឹងគឺជាអ្នកដែលមានបំណងផ្ដួលបានន័យថាវាអត់កើតឡើងពីខាងក្រៅទេព្រោះរដ្ឋគឺបានន័យថាប្រទេសប្រហារគឺបានន័យថាការសម្លាប់ឬក៏ការផ្លាស់ប្ដូរអញ្ចឹងគឺតែងកើតឡើងពីមន្ត្រីដែលនៅក្បែរខ្លួនអាចជា
មន្ត្រីប៉ូលីស PM យោធាអ្នកដែលអាចមានកម្លាំងនៅក្នុងការផ្ដួលរំលំបាននឹងគឺហៅថារដ្ឋប្រហារអញ្ចឹងថាតើមានមូលហេតុអ្វីខ្លះដែលអាចនាំឲ្យមានរដ្ឋប្រហារនិងអំពើបះបោរដែលកើតឡើងនៅអតីតកាលមុន1991ទីមួយគឺដោយសារតែមានជាអាណានិគមធម្មតាអាណានិគមគឺការដែលបរទេសនោះធ្វើហើយចាប់ផ្ដើមគៀបសង្កត់ឧទាហរណ៍ការទារពន្ធយ៉ាងគំហុកដែលធ្វើឲ្យប្រជាពលរដ្ឋគឺពិបាកនៅក្នុងការរស់នៅប៉ះពាល់ដល់សិទ្ធិសេរីភាពធ្ងន់ធ្ងរហើយធម្មតាការដែលដាក់អាណានិគមរបស់ប្រទេសណាមួយហើយគឺយើងមិនអាចធ្វើការតវ៉ាឬក៏នឹងអាចរស់នៅធ្វើជាម្ចាស់នៃភោគទ្រព្យម្ចាស់នៃអំណាចរបស់ខ្លួនឯងទេតែងតែទទួលរងពីការគៀបសង្កត់របស់ប្រទេសដែលជាអាណានិគមអញ្ចឹងការដែលមានអាណានិគមនេះហើយដែលធ្វើឲ្យពលរដ្ឋចាប់ផ្ដើមបះបោរព្រោះចង់បានសិទ្ធិសេរីភាពចង់រស់នៅក្នុងប្រទេសមួយដែលខ្លួនអាចធ្វើជាម្ចាស់ប្រទេសបានដីខ្លួនឯងឯណាបែរទៅជាបង់ពន្ធយ៉ាងគំហុកជូនប្រទេសដែលអាណានិគមនឹងឬក៏ការសម្លុតគម្រាមកំហែងការមិនផ្ដល់ឲ្យប្រជាពលរដ្ឋអាចរស់នៅក្នុងប្រទេសរបស់ខ្លួនដោយសុខស្រួលអញ្ចឹងទី1គឺដោយសារតែអាណានិគមទី2ហើយជាពិសេសគឺនៅពេលដែលអាណានិគមខ្មែរបងប្អូននឹងអាចស្ដាប់ប្រវត្តិសាស្ត្រនឹងអាចឆ្លុះបញ្ចាំងថែមតែអ្វីដែលខ្ញុំចង់បញ្ជាក់ថាអាណានិគមបារាំងបានធ្វើមកលើខ្មែរនេះគឺនៅពេលដែលបារាំងដឹងថាខ្មែរគឺជាប្រទេសអាណាចក្រធម្មតាចង់ធ្វើអាណានិគមមកលើប្រទេសអាណាចក្រមួយគឺលុះត្រាតែខ្លួនគឺជាប្រទេសខ្លាំងណាស់ហើយត្រូវការពេលវេលាច្រើនណាស់ដូច្នេះវិធីសាស្ត្ររបស់បារាំងគឺការដែលបែងចែកទឹកដីខ្មែរជា3ភាគធំដើម្បីស្រួលនៅក្នុងការគ្រប់គ្រងហើយក៏មានឱកាសក្នុងការក្តោបក្តាប់សេដ្ឋកិច្ចនិងការគំនិតវប្បធម៌ខ្មែរអញ្ចឹងការនេះហើយដែលធ្វើឲ្យពលរដ្ឋគឺមិនសប្បាយចិត្តនៅក្នុងការគៀបសង្កត់បែបនេះអញ្ចឹងត្រូវតែធ្វើនៅការបះបោរហេតុផលទី2ដែលនាំឲ្យមានការបះបោរឬក៏ដែលនាំឲ្យមានរដ្ឋប្រហារគឺដោយសារតែជំនួសភូមិសាស្ត្រនយោបាយការដែលបរទេសចង់បាននយោបាយខ្មែរប្រើប្រាស់ហើយបរទេសគឺយកទីតាំងខ្មែរជាទីតាំងជំនួសអញ្ចឹងគឺតែងតែមានការចោទសម្រាប់ពេលដែលគេចោទថាចិនប៉ុន្តែសម្រាប់ខ្មែរនៅលើទឹកដីខ្មែរអញ្ចឹងការលាបពណ៌ការចោទសម្រាប់បែបនេះហើយដែលធ្វើឲ្យពលរដ្ឋគឺពិតជាត្រូវតែបង្កើតនៅការប្រឆាំងនានាពួកខ្លួនមិនអាចរស់នៅក្នុងប្រទេសរបស់ខ្លួនបានคล้ายទៅជាពលរដ្ឋឯកជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាអញ្ចឹងប្រកាសណាស់ថាពលរដ្ឋអាចបង្កើតនៅចលនានានាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងបរទេសឬក៏ចង់ដេញបរទេសចេញពីទឹកដីខ្មែរអញ្ចឹងទី2គឺដោយសារតែជំនួសភូមិសាស្ត្រនយោបាយគឺនាំឲ្យមានការបះបោរនិងរដ្ឋប្រហារហេតុផលទី3គឺដោយសារតែសង្គ្រាមឈ្លានពានរបស់បរទេសធម្មតាពេលដែលប្រទេសបរទេសចង់ឈ្លានពានខ្មែរគេអាចប្រើប្រាស់វិធីសាស្ត្រច្រើនណាស់កំទេចវប្បធម៌ខ្មែរឬក៏ការធ្វើសង្គ្រាមយោធាកំទេចតាមព្រំដែនរំកិលព្រំដែនឬក៏គេបង្កើតជាការនៅពីក្រោយមេដឹកនាំនយោបាយដែលគេអាចទិញបានដើម្បីឲ្យបម្រើនយោបាយគេអញ្ចឹងគឺមេដឹកនាំនយោបាយនោះនៅចំពោះមុខថាខ្មែរប៉ុន្តែបម្រើឲ្យបរទេសអញ្ចឹងបានន័យថាគេមិនអាចថែរក្សាការពារពលរដ្ឋទេដឹងតែបរទេសបញ្ជាបែបណាគឺប្រកាសជាធ្វើទៅតាមបរទេសហើយសង្គ្រាមឈ្លានពានមានច្រើនរូបភាពទៀតដូចជាការដាក់បញ្ចូលនៅនិគមជនឬក៏ការបង្កើតជាកិច្ចព្រមព្រៀងនឹងសន្ធិសញ្ញាខុសច្បាប់នានាដើម្បីកាត់ទឹកដីខ្មែរដែលយើងមើលនៅចំពោះមុខយើងអត់ដឹងទេក៏ប៉ុន្តែបើយើងឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រយើងនឹងអាចមើលឃើញថាគឺនោះគឺជាការបាត់បង់នៅទឹកដីខ្មែរដោយខុសច្បាប់ការគំទេចនៅវប្បធម៌បណ្ឌិតអ្នកប្រាជ្ញនិងបញ្ញវន្តខ្មែរអំពើបែបនេះហើយដែលនឹងនាំឲ្យមានការបះបោរឬក៏រដ្ឋប្រហារកើតឡើងនិងចុងក្រោយដែលនាំឲ្យមានរដ្ឋប្រហារឬក៏ការបះបោរកើតឡើងគឺដោយសារតែការដឹកនាំនៅរបបកុម្មុយនីសផ្ដាច់ការនិងសក្តិភូមិការដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការនិងសក្តិភូមិ
tí muôi cứ bảo miên mê được ngon mì vô bài chia mê được ngon mì vô bài bị sát cứ bò là tê nghe tinh đồ bán hơi bán prao đi vô bài khmai bà bò là tê ai miên ati poler đi vô bài khmai bọc con na tha từ tiếng prom cứ ọt ai miên pô rót trôរួមបដិងផ្ដាល់ទាមទារតវ៉ាឬក៏សម្រាប់ជោគវាសនាអនាគតនយោបាយជាតិខ្មែរដែរទេបានន័យថាគឺក្បាលម៉ាស៊ីននៃការដឹកនាំឬក៏ក្រមបពុនឹងគឺជាអ្នកសម្រេចទាំងអស់អញ្ចឹងការដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការសក្តិភូមិគឺអាចបង្កើតឲ្យមានអក្រិតកម្មអាចបង្កើតឲ្យមានអំពើប្រល័យពូជសាសន៍និងអំពើប្រឆាំងជាមួយនឹងមនុស្សជាតិធ្ងន់ធ្ងរអញ្ចឹងក្នុងនាមជាអ្នកស្នេហាជាតិគឺมันអាចឈោមើលឲ្យបរទេសឬក៏ការចោទឬក៏ឬក៏របបមួយកាប់សម្លាប់ពលរដ្ឋទេប្រកាសជាមានបំណងថាត្រូវការផ្លាស់ប្ដូរសិនឬក៏អូមេដឹកនាំនយោបាយនេះអាចមករំដោះជាតិបានអញ្ចឹងបានន័យថាទៅសិនចង់ឲ្យមានការផ្លាស់ប្ដូរដូចនេះហើយដែលនឹងនាំឲ្យមាននៅអំពើបះបោរឬក៏រដ្ឋប្រហារកើតឡើងអញ្ចឹងនេះគឺជាចំណុចយ៉ាងហោចណាស់4ដែលនាំឲ្យមានការបះបោរបដិវត្តឬក៏រដ្ឋប្រហារកើតឡើងមុនឆ្នាំ1991ការបះបោរ គឺធ្វើឡើងដោយពលរដ្ឋដែលទ្រាំនឹងការទួតក្បាលការធ្វើទុកបុកម្នេញការកាប់សម្លាប់ភាពក្រីក្រលំបាកទ្រាំមិនបានអំពើផ្ដាច់ការកុម្មុយនីសការជិះជាន់ធ្ងន់ធ្ងរទ្រាំមិនបានការបះបោរនឹងកើតឡើងតើមន្ត្រីខ្មែររាល់ថ្ងៃនេះកំពុងតែជិះជាន់ប្រជាពលរដ្ឋខ្មែរទេកុំឆ្លើយណាខ្ញុំសួរនឹងសួរឲ្យពិចារណាសុចរិតពលិទេតើសកម្មភាពនានារបស់មន្ត្រីមេដឹកនាំខ្មែរបច្ចុប្បន្ននេះធ្វើឲ្យកើតទៅជាសកម្មភាពផ្ដាច់ការកុម្មុយនីសរឹបអូសយកដីស្រែចម្ការផ្ទះសម្បែងធ្វើទុកបុកម្នេញដល់ប្រជាពលរដ្ឋខ្មែរទេបើមានកុំឆ្លើយណាខ្ញុំសួរឲ្យបងប្អូនត្រូវពិចារណាទេបើមានការបះបោរត្រូវតែកើតឡើងមិនបាច់ទប់ទេគ្មានទប់ជាប់ទេទប់មិនជាប់ទប់អត់ជាប់ទេតែអាចដោះស្រាយបានព្រោះបើសិនបើទប់មិនតែវាមានគឺទប់មិនជាប់ទេតែបើវាកើតឡើងដោះស្រាយបានវាស្រាយយ៉ាងម៉េចចុងមកនេះបើមានតើមានគម្លាតរវាងពលរដ្ឋនិងមន្ត្រីគឺមានចង់នាំស្អប់ខ្ពើមឬក៏វាយប្រហារធ្វើបាបពលរដ្ឋបញ្ឈប់បញ្ឈរទេខ្ញុំអត់និយាយរឿងមានមន្ត្រីល្អមន្ត្រីអាក្រក់ទេប៉ុន្តែមានសកម្មភាពដែលរឹបអូសយកដីស្រែចម្ការផ្ទះសម្បែងធ្វើទុកបុកម្នេញឲ្យអតិផរណាកើតឡើងសេវាសាធារណៈពលរដ្ឋនឹងស្អប់ខ្ពើមមិនចង់ប្រើខ្ពើមមកប្រើទេมันអាចអាណាផ្គប់ចិត្តបានទេខ្ញុំអត់សួររឿងផ្គប់ចិត្តទេបងប្អូននោះហៅថាការបះបោរនឹងកើតឡើងឲ្យតែមានអាណាញុះបន្តិចទៅឥឡូវហ្នឹងពលរដ្ឋកំពុងតែក្រទាល់ចង់ទៅពាក់គេចងការគេវាន់កកមានការជិះជាន់ទៅទៀតទៅហើយរដ្ឋប្រហារមានការលក់តំណែងទេអាណាចង់បានតំណែងឯងយកឯងចូលប៉អញឯងអត់ចូលប៉អញឯងបានតំណែងទេមានបកពួកនិយមទេមានខ្សែស្រឡាយទេកុំឆ្លើយខ្ញុំសួរនោះសួរពិចារណាទេតាមិនក៏បញ្ញាឆ្លើយទៅសួរឲ្យពិចារណាព្រោះបន្តិចទៀតនិយាយប្រវត្តិតាអត់មានពេលមកសួរទៅបញ្ជាក់វិញទេមានទេមានអបពួកនិយមមានអាបិសាចកៅអីអាណាមានអំណាចអានឹងឈ្នះរហូតអាណាអត់អំណាចឬក៏អាណាអំណាចខ្សោយជាងហ្នឹងគ្រូអង្គុយរងចាំស្រាប់មេទេបើមានការធ្វើរដ្ឋប្រហារដាច់ខាតទៅកើតឡើងប៉ុន្តែមានវិធីស្រាយដូចគ្នាទេមានវិធីបង្ការដែរប៉ុន្តែបើខ្ញុំទៅសួរបើមានទេបើមានបានបង្ការបើមានហើយចង់និយាយមានកើតមានឆ្លងកូវីដទេឆ្លងបើឆ្លងហើយចាំព្យាបាលតែបើមិនទាន់ឆ្លងអាហ្នឹងយើងមានក្បួនបង្ការកុំឲ្យវាឆ្លងគុំឆ្លើយខ្ញុំត្រូវការចម្លើយទេបងប្អូនចង់ក្លាហានឆ្លើយក្លាហានទៅមិនដឹងយកក្លាហានឆ្លើយអញ្ចឹងយកធ្វើអីផងឲ្យមានការទៅពិចារណាទេអំពូវិញ្ញាការរដ្ឋប្រហារគឺមន្ត្រីក្រមអាវ៉ាត់គ្នានឹងប្រឆាំងគ្នាទៅវិញទៅមកហើយពីព្រោះអីអញធ្វើអញមានស្នាដៃមិនក៏អញមិនឡើងតំណែងបែរជាមិនដែលនឹងទៅដឹងខ្យល់អីទៅផងគ្រាន់តែម៉ែឲ្យវាអ្នកធំឬក៏គ្រាន់តែវាអ្នកមានឡើងមកដល់វាឡើងធ្វើមេអញទៀត
ក្មេងមិនទាន់ជួបបល័យព្រឺក្បាលអញធ្វើការងារ20 30ឆ្នាំមកជីវិតអញកាន់កំភ្លើងចូលព្រៃមកការពីជាតិមកដល់មិនទាន់បានធ្វើស្អីផងមកបជាបចោអញច្រះឆ្អេះអញធ្វើកាន់អាវុធចូលព្រៃបានអញអត់មានអញអត់ទេអសហើយអ្នកឯងមកឯងចេះអសមែនប៉ុន្តែឯងនេះមើងងាយមនុស្សចាស់ឯងមើងងាយសំបីតែដូនតាខ្លួនឯងសំបីតែឪពុកម្ដាយខ្លួនឯងថ្មិលឯងជាថ្មិលយ៉ាមន្ត្រីចាស់ទុំស្អប់ពើមន្ត្រីក្មេងខ្ចីខ្ញុំអត់និយាយរឿងចាស់អាយុទេចាស់ទុំហ្នឹងគឺចាប់ផ្ដើមស្អប់ពើចំណាមន្ត្រីដែលក្មេងខ្ចីវត្តស្ន់ទ្រូបលីលើក្បាលហ្នឹងទៅដល់មើងងាយមនុស្សចាស់អញ្ចឹងកាប់ប្រចាក់គ្នាបើមាននឹងកើតឡើងការធ្វើរដ្ឋប្រហារកើតឡើងគ្រប់ពេលមិនបាច់ខំប្រឹងលាក់គេទេគឺគង់តែកើតវាកើតហើយមកចាប់ផ្ដើមមកហកធ្វើអីធ្វើបដិវត្តឲ្យតែការបង្កើតបពុនិយមធំទៅការបង្កើតបពុកាន់តែធំទៅចំនួនអ្នកបង្កើតបពុគ្រាន់តែប្តីបកកប្រពន្ធបកខកូនបកគោ3នឹងឈ្លោះគ្នាបែបផ្ទះបើវាដល់ថ្នាក់គ្រួសារហើយបានន័យថាបដិវត្តកើតឡើងហើយវាបានកើតឡើងទៅហើយគ្រាន់តែវាមិនទាន់ចេញជារូបរាងដូចថាឥឡូវភ្នំបូកគោជួរភ្នំក្រវាញហើយនឹងភ្នំភ្លើងវាអត់ទោះទេអាភ្នំភ្លើងហ្នឹងប៉ុន្តែបើហៅថាភ្នំភ្លើងតើវាអាចផ្ទុះភ្នំភ្លើងទេចាអាចគ្រាន់តែវាដល់ថ្ងៃដល់ខែដល់រដូវវាដល់ជាសកលៈវាផ្ទុះហ่ะតែបើសិនមកជួរភ្នំក្រវាញជួរភ្នំកងរៃជួរភ្នំដងរែកអីជួរភ្នំបូកគោវាអត់មានជាជួរភ្នំបូកអត់ជាជួរភ្នំភ្លើងទេវាផ្ទុះទេអត់ទេគេដាក់គាត់បែបផ្ទុះមានប៉ុន្តែបើថាផ្ទុះភ្នំភ្លើងអត់មានទេវាមានជាភ្នំភ្លើងឲ្យវាចែកឲ្យច្បាស់ចែកមិនហើយណាអញ្ចឹងការធ្វើបដិវត្តអាចកើតឡើងនៅពេលដែលគម្លាតរវាងអ្នកប្រឆាំងហើយនិងអ្នកដឹកនាំប្រទេសកាន់តែឆ្ងាយឲ្យតែអ្នកដឹកនាំប្រទេសបំផ្លាញពួកប្រឆាំងហើយការបំបិទសិទ្ធិសេរីភាពអ្នកប្រឆាំងកាន់តែខ្លាំងអាបដិវត្តហ្នឹងវាត្រូវកើតឡើងវាទប់មិនឈ្នះទេព្រោះអត់បន្ធូរបន្ថយកាន់អ្នកប្រឆាំងកាន់តែប្រឆាំងហើយអ្នកប្រឆាំងកាន់តែស្ងាត់ទៅប្រយ័ត្នអាហ្នឹងព្រោះរឿងហ្នឹងរឿងមិនទ្រាំលែងជាប់ណាអញ្ចឹងហើយបានជាគេដឹកនាំនយោបាយណាប្រទេសដែលរីកចម្រើននៅលើផែនដីគឺគេតែងតែបន្ធូរបន្ថយឲ្យអ្នកប្រឆាំងអ្នកដឹកនាំប្រទេសគឺបន្ធូរបន្ថយគឺតែងតែអនុគ្រោះឲ្យអ្នកប្រឆាំងជានិច្ចមិនមែនដឹកនាំប្រទេសខ្សោយទេប៉ុន្តែការបន្ធូរបន្ថយនេះវាធ្វើឲ្យពលរដ្ឋដែលគ្រប់គ្រងពួកប្រឆាំងនោះគឺនៅទុកចិត្តរដ្ឋាភិបាលខ្លះតែបើកាន់តែបំផ្លាញពួកប្រឆាំងចោលបំផ្លាញមេដឹកនាំអ្នកប្រឆាំងចោលបំបិទសិទ្ធិសេរីភាពអ្នកប្រឆាំងចោលនៅចំពោះមុខអ្នកឃើញទឹកនោះស្ងប់នៅចំពោះមុខសមុទ្រនៅតែប្រៃចាក់មកបត់ទេសាវានៅចំពោះមុខគឺឃើញសមុទ្រស្ងប់ប៉ុន្តែវាមិនមែនជារលកយៈបែបព្យុះចេញព្យុះសង្គ្រាឬក៏ធីភូនទេប៉ុន្តែព្យុះនេះគឺព្យុះស៊ូណាមីគឺព្យុះរញ្ជួយសមុទ្រវាស្ងប់ទេប៉ុន្តែដល់ពេលវាផ្ទុះវារញ្ជួយគឺវាផ្អើលផែនដីបាតសមុទ្រនោះឃើញទេអញ្ចឹងការដែលបំផ្លាញអ្នកប្រឆាំងចោលដោយមិនញញើតដៃការបំផ្លាញអ្នកប្រឆាំងចោលដោយមិនខ្វាយខ្វល់នេះគឺជាទង្វើដែលអ្នកដឹកនាំប្រទេសជំរុញឲ្យមានបដិវត្តមានក្បួនបង្ការកុំឲ្យកើតឡើងហើយក៏មានក្បួនព្យាបាលដោះស្រាយបើមានរឿងបានកើតឡើងហើយតែខ្ញុំនឹងចែករំលែកអំពីអ្វីដែលបានកើតឡើងនៅទសវត្សរ៍50ដល់90ដែលបង្កឲ្យមានអីការបះបោរបើការបះបោរសភាសរសេរការកុំឃ្លាតពីបះបោរឃើញសរសេរការបះបោរគឺជាពាក្យតែមួយកស្អារោនឹងគឺជាបុព្វគេហៅថាបុព្វបត្តិគេដាក់វាជាមួយនឹងកិរិយាសព្ទឲ្យទៅជានាមដើរការដើរនិយាយការនិយាយមិនមកបិទសំទោសអត់អីទេអាចបន្តបានបើវាចោះចាំនេះហើយអូខេទៅឲ្យតែម្រាមដៃអូខេមកខ្ញុំដឹងហ่ะអញ្ចឹងបងប្អូនជំនុំភាសាមុននឹងចូលទៅដល់តើទសវត្សរ៍50ដល់90នេះប្រវត្តិសាស្ត្រនឹងវាមានរឿងអីកើតឡើងមានចម្រៀងមួយបទគឺសមុទ្រនៅតែប្រៃការនិពន្ធនេះគឺមានបំណងចង់ឲ្យពូជអំបូរខ្មែរកុំធ្វើជាទឹកសម្លក្នុងឆ្នាំងដែលគេដាក់អំបិលមកចិបប្រៃដាក់ស្ករមកស្លាបព្រាផ្អែមដាក់ប៊ីចេងមកស្លាបព្រាឆ្លៀមដាក់
ក្រូចឆ្មាពី3ចំណិតនឹងជូរញ៉ាញ់យើងធ្វើជាទឹកសមុទ្រភ្លៀងបាក់មេក៏នៅតែប្រៃអូបងបួរទន្លេស្ទឹងនិងភ្លៀងព្យុះបាក់មេធ្លាក់មកក៏នៅតែប្រៃដែរมันអាចធ្វើឲ្យប្រែហើយរបស់ប្រៃខ្មែរគឺភាសាអក្សរគុំយកទៅឈ្លោះគ្នាភាសាអក្សរខ្មែររាប់ពាន់ឆ្នាំមិនរលាយសិលសមាធិបញ្ញាការមិនវិនិច្ឆ័យនេះ2565ព្រះភាសាហើយច្បាប់កិច្ចព្រមព្រៀងប៉ារីនេះក៏ចឹងដែរឥឡូវនេះចូលដល់ចម្រៀងមួយបទទៀតជាការកំដរដើម្បីឆ្លុះបញ្ចាំងអំពីអ្វីដែលពួកយើងនឹងស្រាយគឺមានចំណងជើងថាសមុទ្រនៅតែប្រៃស្ដាប់ដូចតទៅនេះម្ដងទៀត Apa nah? Tapi ai. Nah, rồi tapi ai bị chạy vào mình đi sắp nè, mình dương chùa đó ở bên quan sát. បងប្អូន ពួកយើងមានបទចម្រៀងដែលបងប្អូនក៏អាចស្ដាប់ខ្លួនឯងបាននៅក្នុង Facebook ឬក៏បងប្អូនអាចច្រៀងខ្លួនឯងបានគ្រាន់តែបងប្អូនប្រាប់ថាចង់បានចម្រៀងបទមួយណាទោះបីជាច្រៀងរួចហើយក៏ដោយប៉ុន្តែក៏បងប្អូននៅតែអាចចូលរួមច្រៀងឡើងវិញបានដែរព្រោះពួកយើងជឿថាសំឡេងរបស់បងចំណិតនឹងអាចធ្វើឲ្យបងប្អូនដែលចូលចិត្តសម្ដែងនិងរសជាតិបែបហ្នឹងតែបងប្អូនច្រៀងដែរអញ្ចឹងអាចមានបងប្អូនផ្សេងស្រឡាញ់រសជាតិបែបហ្នឹងព្រោះយើងម្នាក់គឺស្រឡាញ់រសជាតិខុសៗគ្នាអញ្ចឹងការដែលពួកយើងច្រៀងចម្រៀងជាតិឬក៏ការកែច្នៃជាសម្ភារៈផ្សេងៗនេះគឺមានសារៈសំខាន់ណាស់កុំគ្រាន់តែឃើញថាបងចំណិតបងផានិតច្រៀងពីរោះហើយបងប្អូនមានសម្លេងមានអាចច្រៀងបានដែរតែបែរទៅជាមិនច្រៀងអញ្ចឹងយើងនឹងធ្វើឲ្យខាតបង់ប្រយោជន៍ជាតិមួយបានដែរណាអញ្ចឹងបងប្អូននៅថ្ងៃនេះនឹងបន្តចែករំលែកអំពីប្រធានបទថ្ងៃនេះដែលនៅក្នុងចំណុចនេះគឺនឹងបញ្ជាក់ថាតើទសវត្ស50រហូតដល់90នេះហេតុអ្វីបានជាមានការបះបោររដ្ឋប្រហារនិងបដិវត្តន៍កើតឡើងបានបញ្ជាក់ខ្លះៗហើយតែនេះជាចំណុចដែលឲ្យបងប្អូនបានរៀនអំពីប្រវត្តិសាស្ត្រគឺប្រវត្តិសាស្ត្រពីទសវត្ស50រហូតដល់90ចា៎សុភាចាំនិយាយពីដំណោះស្រាយឬនិយាយអំពីបច្ចុប្បន្នអនាគតនេះតើអាចមានបដិវត្តន៍កើតឡើងឬអត់ចុះណាខ្ញុំនោះសូមទៅប្រវត្តិសាស្ត្រហើយបងប្អូននៅជាមួយគ្នាទេការបះបោរបានបញ្យល់ហើយការបះបោររដ្ឋប្រហារនិងបដិវត្តន៍ជាពាក្យដែលបានបញ្យល់ហើយការបះបោរសរសេរជាប់គ្នាហើយអំពីផលប៉ះពាល់នៃការបះបោរការធ្វើរដ្ឋប្រហារនិងការធ្វើបដិវត្តន៍ក៏បានបញ្ជាក់5កន្លឹះហើយបងប្អូនប្រាប់ដើមមកនិយាយពីបើមានការបះបោរមានដូចកើតឡើងឥឡូវនេះខ្ញុំសូមបញ្ជាក់អំពីរបៀបដែលធ្វើមានការបះបោរហើយនឹងមានរដ្ឋប្រហារកើតឡើងពេលដែលមានវាកត្តាខ្លះនៃកម្ពុជាមានការបះបោរមានរដ្ឋប្រហារកើតឡើងណាបងប្អូន
ហើយការដែលបញ្យលនេះគឺมันបានបញ្យលឲ្យល្អិតល្អន់ជូនបងប្អូនទេប៉ុន្តែស៊ីជម្រៅឲ្យបងប្អូនបានពិចារណា នៅក្នុងការដែលយើងនិយាយពីទស្សវត្សតសហ្នឹងទស្សៈហ្នឹងគឺ10វតជើងសរហូតដល់ជាតិណាវត្តសារៈហ្នឹងគឺបវត្តឆ្នាំទស្សវត្សហ្នឹងគឺវាមានរយៈពេល10ឆ្នាំអញ្ចឹងវាទស្សវត្ស50យើងរាប់ពីឆ្នាំ1950 51 52 53 54រហូតដល់ឆ្នាំ1960ចន្លោះហ្នឹង10ឆ្នាំហ្នឹងគេហៅថាចន្លោះហ្នឹងហៅថាមួយទស្សវត្សហើយគឺនៅពេលដែលវាចាប់ដើមពីឆ្នាំ1950គេហៅទស្សវត្ស50ដល់ពេលវាចាប់ពីឆ្នាំ1960យើងហៅទស្សវត្ស60បានន័យពី60 61 62 63ដល់70ដល់ពេលចាប់ពីទស្សវត្សពីឆ្នាំ70ទៅហៅថាទស្សវត្ស70ទស្សវត្ស80ទស្សវត្ស90ចឹង90ហ្នឹងគឺឆ្នាំ1990ដល់ឆ្នាំ2000ទស្សវត្ស90អញ្ចឹងខ្ញុំស្រាយរហូតដល់97មានរដ្ឋប្រហារ97មានអីណាតោះឥឡូវមួយនៅក្នុងកំឡុងពេលដែលបារាំងគ្រប់គ្រងខ្មែរហៅថាសម័យអាណានិគមណាហ្នឹងសម័យអាណានិគមសម័យអាណានិគមនេះគឺខ្មែរឡើងបះបោច្រើនណាស់ប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំមិនលំអិតជូនបងប្អូនទេប៉ុន្តែសម័យអាណានិគមបារាំងនេះគឺខ្មែរមានការបះបោរហូតដល់មានសម្រាប់បាដេសជារដ្ឋការបារាំងជាចៅហ្វាយខេត្តបារាំងទៅទៀតហើយមានសង្គ្រាមឆាក់ដែលធ្វើសង្គ្រាមប្រឆាំងបារាំងដែលបារាំងចង់រំលាយអក្សរខ្មែរទុកតែភាសានិយាយប៉ុន្តែបដូរភាសាខ្មែរទៅជាភាសាបារាំងអក្សរណាអក្សរខ្មែរទៅជាអក្សរបារាំងដូចយួនដូរពីអក្សរចិនមកអក្សរបារាំងចឹងមកអក្សរឡាតាំងចឹងណាហើយនៅមានសង្គ្រាមបងប្អូនណាឬមើលរឿងសឹមបឡានមើលរឿងការសពូនមើលរឿងផ្សេងទៀតដែលអ្នកនិពន្ធខ្មែរព្យាយាមនិពន្ធនៅសម័យបារាំងហ្នឹងអូយបងប្អូនអញ្ចឹងមានការធ្វើការបះបោរច្រើនលើកច្រើនសារណាស់ហើយការធ្វើបដិវត្តក៏សម្បូរដែរហើយការធ្វើរដ្ឋប្រហារក៏សម្បូរដែរប៉ុន្តែខ្ញុំសូមមិនជ្រើសនៅសម័យបារាំងទេខ្ញុំសូមរាប់ពីសម័យបារាំងឆ្នាំ51រហូតឆ្នាំ53រហូតដល់ឆ្នាំ1970គឺសម័យសង្គមរាស្ត្រនិយមបងប្អូនសម័យសង្គមរាស្ត្រនិយមនេះគឺពេលដែលព្រះអង្គសីហនុបានដាក់រាជ្យពេលដែលព្រះអង្គសីហនុបានដាក់រាជ្យដើម្បីថ្វាយព្រះបិតាព្រះអង្គហើយបន្ទាប់មកព្រះអង្គបានចូលរួមបង្កើតគណៈបកនយោបាយដើម្បីបោះឆ្នោតឆ្នាំ1955ហើយបន្ទាប់ពីមានការបោះឆ្នោតឆ្នាំ1955នេះគឺខ្មែរចាប់ដើមបែងចែកទឹកដីខ្មែរហ្នឹងគឺមួយខាងគឺនិយមយួនមួយខាងគឺនិយមសៀមមួយខាងគឺនិយមបារាំងនៅកំអែលបារាំងព្រោះបារាំងគ្រប់គ្រងយើង1860ដល់1953នេះ1863សំទោសណាឲ្យត្រូវចោះពួកខ្ញុំចង់ផ្សេងទស្សវត្សប៉ុន្តែយើងផ្សេងឲ្យត្រូវថាអាណានិគមបារាំងយើងរាប់ឆ្នាំ1963មកណាដល់53 90ឆ្នាំនេះពេលដែលបារាំងចេញទៅសង្គមនិយមនេះគឺមានបកយួននិយមមានបកសៀមនិយមបកយួននិយមនេះគឺពួកកុម្មុយនីសចិនចិនដែលបង្កើតឡើងមានចលនាសឺនងុកមីងដែលជាអាចារ្យមានគឺពួកយួនខាងជើងជាអ្នករៀបចំហើយបង្កើតគណៈបកកុម្មុយនីសកម្ពុជាហើយដល់ពេលខាងសៀមនេះគឺខ្មែរអិសរៈកើតមកទាំងយួនដូចគ្នាយួនកើតតាំងពីចលនាកុម្មុយនីសចិនទសវត្ស30មកម៉េះឆ្នាំ1930រហូតដល់ឆ្នាំ51បង្កើតបានបកកុម្មុយនីសនៅកម្ពុជាបាននៅឡាវនៅកូសាំងស៊ីននៅខ្មែរក្រោមចឹងយួនបង្កើតចលនាត្រីកោណគឺកម្ពុជាវៀតណាមឡាវហ្នឹងគឺជាចលនាកុម្មុយនីសចិនហើយចំណែកសៀមគឺបង្កើតខ្មែរអិសរៈដើម្បីទប់ជាមួយឥទ្ធិពលបារាំងឥទ្ធិពលយួនហើយនឹងអនាគតឥទ្ធិពលបរទេសនានាចឹងសៀមក៏មានហើយក៏មានសង្គមនិយមនេះគឺមានចលនាដែលមានចិននិយមរហូតដល់តែចិនបានកសាងវាំងទៅឲ្យស្រេចខ្មែរហើយក៏មានចលនាដែលមានលក្ខណៈបារាំងនិយមគឺនៅកំអែលបារាំងនៅតែបារាំងនិយមហើយនឹងមានចលនាដែលខ្មែរដែលជាខ្មែរជាតិនិយមគឺខ្មែរនិយមជាខ្មែរហើយនឹងមានចលនាមួយចំនួនទៀតគឺកូនកាត់យួនសូវៀតផងនៅយួនសូវៀតមានអញ្ចឹងមានអាយួនមានអាយួនសូវៀតទៀតហើយមានអាយួនចិនទៀតមានអាចិនយួនទៀតមានអាចិនយួនសូវៀតទៀតបានន័យថានៅក្នុងចន្លោះនេះគឺជាពេលវេលាពេលដែលបារាំងចេញទៅហ្នឹងគឺវាចាប់ដើមបង្កើតចលនាតូចពេញហ្នឹងពេញទឹកពេញដីប៉ុន្តែអាហ្នឹងពេលដែលវាកំពុងកើតឡើងហ្នឹងពូជសាសន៍ខ្មែរនៅក្នុងទសវត្ស50ដល់90នេះសំទោសទសវត្ស50ដល់70នេះគឺជាទូទៅប្រជារាស្ត្រទូទៅប្រជាពលរដ្ឋខ្មែរទូទៅប្រជាជនខ្មែរទូទៅមន្ត្រីរាជការថ្នាក់មូលដ្ឋានថ្នាក់ឃុំស្រុកឬក៏ថ្នាក់ភូមិទូទៅគឺអត់បានយល់អត់បានដឹងច្បាស់អំពីហេតុការណ៍ទាំងអស់នេះទេអ្នកខ្លះដល់ទៅធ្វើមន្ត្រីខេត្តធ្វើដល់មន្ត្រីមន្ទីរក្រសួងហើយក៏មិនប្រកាសថាដឹងរឿងនេះអត់ធ្វើនយោបាយដឹងរឿងហ្នឹងទេព្រោះរឿងនេះរឿងតាក់ទងនឹងនយោបាយធ្វើស៊ីជំរឿនហៅថារឿងប្រវត្តិសាស្ត្រអញ្ចឹងខ្មែរជាទូទៅអត់បានដឹងរឿងទាំងអស់ហ្នឹងទេដឹងតែត្រឹមថា
ខ្មែរគឺសង្គមរាជនិយមគឺជារបបមួយតែប៉ុណ្្នឹងទេប៉ុន្តែនៅសម្បកនៃសង្គមរាជនិយមហ្នឹងមានអីខ្លះនៅក្នុងហ្នឹងគឺខ្មែរនៅទូទៅមិនទាំងអស់ទេទូទៅគឺស្ទើរតែទាំងអស់គឺអត់បានដឹងរឿងហ្នឹងទេឧទាហរណ៍ហេតុអ្វីបានជាសម្ដេចឆ្នាំ1955នេះ1955ហេតុអ្វីសម្ដេចព្រះអង្គសម្ដេចដាក់រាជមនុស្សខ្មែរទូទៅយល់ថាព្រះអង្គគ្រាន់តែចង់ដឹកនាំប្រទេសព្រោះព្រះអង្គមានសមត្ថភាពដឹកនាំប្រទេសព្រះអង្គមិនគួរថានៅក្រមជាព្រះមហាក្សត្រអត់បានដឹកនាំប្រទេសទេឃើញទេប៉ុន្តែបើជនរួមភាសាចាប់ដើមមើលអំពីការចាក់ចេញរបស់យួនហើយនឹងបារាំងនៅឆ្នាំ1953ជាពិសេសតាមសិទ្ធិរ៉ៃឆ្នាំ54មុននឹងឆ្នាំ55នេះទើបដឹងថាយួនអត់ចេញបារាំងក៏អត់ចេញដែរយួនបារាំងអត់ចេញហើយយួនដើម្បីទប់ទល់ជាមួយអធិពលបារាំងគឺយួនត្រូវចាប់ដៃគូជាមួយសូវៀតជាមួយចិនហើយពេលដែលបារាំងថាចេញអាមេរិកមកជំនួសគឺយួនចិនសូវៀតគឺព្រួតគ្នាបែអាមេរិកតែនៅក្នុងស្រុកខ្មែរពីឆ្នាំ1953រហូតដល់ឆ្នាំ1970ខ្មែរមួយនគរមានប្រមាណអ្នកដឹងរឿងហ្នឹងក្រៅពីព្រះអង្គតែនោះក្រៅពីមេដឹកនាំក្បាលម៉ាស៊ីនធំមួយចំនួនចុះមានដឹងថាខ្មែរអិសរាជហ្នឹងគឺជាសៀមរៀបចំទេមានដឹងចលនាកុម្មុយនីសឥណ្ឌូចិនបង្កើតគណៈបកកុម្មុយនីសឥណ្ឌូចិននៅកម្ពុជាក្រោមទេមួយនគរអត់បានទាន់ដឹងថាតើរឿងអ្វីកើតឡើងដែលខ្ញុំពុះវាខាងដើមហើយឆ្នាំ55ហ្នឹងក្រៅពីដាក់នេះគឺខ្មែរចាប់ដើមចូលជាសមាជិកប្រទេសមិនចូលបកសម្ព័ន្ធហេតុអីបានជាចាំបាច់ចូលជាសមាជិកនៃប្រទេសមិនចូលបកសម្ព័ន្ធអត់កាយធ្វើកម្ពុជាបានដឹងថាខ្មែរកំពុងរអិលធ្លាក់ចូលទៅក្នុងអាណានិគមថ្មីរបស់យួនហើយរបស់ចិនយួនហើយរបស់ចិនយួនសូវៀតគឺរបស់ពួកកុម្មុយនីសហើយក៏មានបារាំងមានអាមេរិកចូលមកដើម្បីហែកហើយអញ្ចឹងខ្មែរត្រូវរក្សាអភិគាត់មិននៅអែបយួនហើយក៏មិននៅអែបអាមេរិកមិននៅអែបយួនចិនសូវៀតក៏មិននៅអែបអាមេរិកបារាំងមិននៅអែបពួកកុម្មុយនីសក៏មិននៅអែបពួកសេរីគឺចង់រក្សាអភិគាត់អញ្ចឹងបើអ្នកចេះប្រវត្តិសាស្ត្របានដឹងថាហេតុអ្វីខ្មែរត្រូវរក្សាអភិគាត់ប៉ុន្តែពូជខ្មែរជាទូទៅពលរដ្ឋខ្មែរជាទូទៅអត់ដឹងថាយើងនៅក្នុងក្រោមកន្ទុយក្បិនរបស់យួនរបស់ចិនយួនសូវៀតរបស់អាមេរិករបស់បារាំងរបស់សៀមរបស់បរទេសដែលគេរៀបចំអត់យើងអត់ដឹងកន្ទុយក្បិនហ្នឹងយើងនៅតែឃើញព្រះអង្គទេនោះកំពុងដឹកនាំប្រទេសរីចម្រើនអស់ចាស់កាយពីឆ្នាំ55ដល់ឆ្នាំ1970ឃើញសង្គមរាជនិយមមានសិង្ហបុរីមានកូរ៉េខាងត្បូងមករៀនសូត្រអំពីខ្មែរមានប្រទេសនានាបញ្ជូនសិស្សមករៀនក៏មករៀនពីខ្មែរនៅក្នុងសម័យសង្គមរាជនិយមយើងរីចម្រើនខ្លាំងទាំងខ្សែភាពយន្តទាំងពីចម្រៀងទាំងពីអីប៉ុន្តែឆ្នាំ55នេះក្រៅអំពីចូលជាសមាជិកប្រទេសមិនចូលបច្ចុប្បន្នកម្ពុជាក៏ចូលជាសមាជិកអង្គការសហប្រជាជាតិហេតុអីបានជាចាំបាច់ចូលជាសមាជិកអង្គការសហប្រជាជាតិយើងគិតធម្មតាចូលលេងតែអត់ដឹងអំពីនយោបាយដើម្បីរក្សាការពារទឹកដីខ្មែរទូចខ្មែរខ្សោយខ្មែរបានរអិលចេញពីបារាំងហើយរអិលចេញពីបារាំងបញ្ចូលណាបញ្ចូលយួនបញ្ចូលសៀមបញ្ចូលចិនបញ្ចូលបារាំងដដែលបញ្ចូលអាមេរិកបញ្ចូលខ្មែរយួនខ្មែរចិនខ្មែរអាមេរិកបញ្ចូលយួនចិនយួនសូវៀតបញ្ចូលយួនចិនយួនសូវៀតកំពុងតែចូលក្នុងអន្ទាក់ឃើញទេអញ្ចឹងពេលដែលខ្មែរចាប់ដើមបែកបាក់ជាច្រើនភាគីនេះហើយដែលធ្វើឲ្យការបះបោរត្រូវបានកើតឡើងដែលធ្វើឲ្យមានការធ្វើរដ្ឋប្រហារត្រូវបានកើតឡើងដែលធ្វើឲ្យមានការធ្វើបដិវត្តត្រូវបានកើតឡើងនៅចន្លោះទសវត្សរ៍50ដល់ឆ្នាំ1970នេះពេលដែលវាចាប់ដើមមានចលាចលនៅក្នុងរូបភាពដែលដូចជាចម្រៀងខាងដើមថាអាខ្យល់រលកនោះវាយើងមើលឃើញនឹងភ្នែកទេប៉ុន្តែអានជួយដីក្រមសវត្តនោះមិនដឹងយើងមើលឃើញហាក់ដូចជាស្ងប់ណាស់សង្គមរាជនិយមដឹកនាំយ៉ាងស្ងប់ស្ងាត់សេដ្ឋកិច្ចបានប៉ុណ្ណឹងហើយអាចចង់បានបានទៀតពលរដ្ឋខ្មែរដែលកំពុងមានយ៉ាងសម្បែងមានបនស័កទូនទីលុយកាក់ដើរលេងជិះយន្តហោះជិះម៉ូតូអាវីស្ប៉ាដើរលេងសប្បាយហុកធាក់ណាគេសប្បាយហើយដល់ហើយពេលដែលមានអ្នកដែលទៅនិយាយរឿងតាក់ទិនទៅនឹងយួនវៀតកុងវៀតមិញរឿងអាចារ្យមានរឿងចិនរឿងសៀមរឿងខ្មែរអិសរាជរឿងអីអត់សូវនរណាយកចិត្តទុកដាក់ទេអត់សូវនរណាយកចិត្តទុកដាក់ទេគឺថាបានប៉ុណ្ណឹងឯងចង់បានទៀតសង្គមនិយមសម័យឪគឺជាមនុស្សអស្ចារ្យខំប្រឹងនិយាយអញ្ចឹងសួរថាលក្ខការពិតនឹងវាចិត្តទេទីបំផុតផុងអាលីនៅកន្លែងណាពេលដែលកម្ពុជាឆ្នាំ1967ពេលដែលអាមេរិកមកទម្លាក់គ្រាប់បែកឆ្នាំ64 65ដើម្បីបង្អើលម្ដងហើយខំប្រឹងធ្វើផ្លូវជាតិលេខ4ព្រះអង្គសេនុសង្គមនិយមអនុញ្ញាតអាមេរិកធ្វើផ្លូវជាតិលេខ4ចេញពីសមុទ្រកំពង់សោមសមុទ្ររៀមមកដឹកទ័ពឡើងទៅវាយជាមួយយួនវៀតកុងប៉ុន្តែយួនបានដឹងខ្យល់មុនថា
và cả na ông sẽ nụ chắp chỉ môi nào Mỹ cắn ông sẽ nụ miền pô rọt control chắp trong môi Mỹ cắn cho Mỹ cắn miền crop hay ông sẽ nụ miền pô rọt control đôi ơi khai là lời Zelensky miền pô rọt control chánហើយមាន NATO មានអឺរ៉ុបមានសហគមន៍អឺរ៉ុបមានអាមេរិកចូលរួមទៀតអញ្ចឹងពលរដ្ឋក៏គេលះបង់ជីវិតហើយមានការចូលរួមពីអាមេរិកទៀតអញ្ចឹងរុស្ស៊ីអាចវាយមួយខែមិនដល់បើកវាយមួយឆ្នាំមិនដល់បើកអាចវាយ10ឆ្នាំក៏មិនដល់បើកដែរអញ្ចឹងយួនត្រូវតែចាប់ព្រះអង្គទៅឲ្យជាប់ដោយយួនត្រូវចាប់ចិនពេលដែលយួនចាប់ចិនជាប់នោះគឺចាប់ព្រះអង្គជាប់ចាប់ព្រះអង្គជាប់គឺចាប់ពលរដ្ឋខ្មែរជាប់ចាប់ពលរដ្ឋខ្មែរជាប់ជំនួយអាមេរិកជំនួយរុស្ស៊ីតូជំនួយដល់តែស្លាប់អាមេរិកក៏អត់ខ្មែរអត់អាចរស់ដែរខ្មែរត្រូវតែស្លាប់ឃើញទេវាអត់មានពលរដ្ឋគ្រប់គ្រងមានតែលោកលន់នល់ព្រះអង្គចាស់ទីមតាលោកតាមមានតែមន្ត្រីរាជការមួយចំនួនដែលបានដឹងថាមានតែយកអាមេរិកយកមកធ្វើជាអន្តៈដើម្បីវាយជាមួយយួនអញ្ចឹងរឿងឆ្នាំ1950រហូតដល់ឆ្នាំ1670នេះគឺជារឿងដែលជាសង្គ្រាមនៅលើផ្ទៃទឹកប៉ុន្តែពលរដ្ឋខ្មែរជាទូទៅបែរទៅជាទៅជិះលើរលកលេងធ្វើប្រងើយអត់ដឹងថាក្រោមបាតសមុទ្រនោះវាកំពុងរុញជួយគឺរុញជួយដោយពួកបរទេសទាំងអស់រៀបចំសេនានយោជាមួយនឹងបិសាចនៅក្នុងដំណាក់កាល50ដល់70នេះបិសាចគឺបិសាចកៅអីកាងអំណាចបិសាចត្រង់បាត់ដណ្ដើមតែទ្របគ្នាទេហើយនឹងបិសាចបាក់ពួកខ្សែគ្នាខ្នងក្រុមនេះមួយពេលចេញពីហ្នឹងចូលមកដល់អីឆ្នាំ70ដល់75ម្ដងនៅក្នុងកំឡុងនេះគឺហៅថារបបអីរបបសាធារណរដ្ឋសាធារណរដ្ឋខ្មែរសាធារណរដ្ឋខ្មែរនៅថ្ងៃ18មីនាឆ្នាំ1970ក្រុមលោកសេនាប្រមុខលោកនរព្រះអង្គម្ចាស់ទីមតាលោកអ៊ុនតាមប្រកាសថាគឺពួកគាត់បានបោះឆ្នោតដកសេចក្តីទុកចិត្តពីព្រះអង្គសីហនុដែលមិនអាចមានសមត្ថភាពដឹកនាំសង្គមរាជនិយមដេញកងទ័ពវៀតកុងចេញពីកម្ពុជាដេញកងទ័ពយួនកុម្មុយនីសចេញពីកម្ពុជាការប្រកាសនេះបើទោះបីជាក្រុមលោកលន់នល់ព្រះអង្គម្ចាស់ទីមតាលោកអ៊ុនតាមបានប្រកាសដូចនោះក៏ប៉ុន្មានប៉ុន្តែការធ្វើការបោះឆ្នោតដកសេចក្តីទុកចិត្តនៅទីក្រុងភ្នំពេញដល់ពេលនោះគឺមានកងទ័ពចល័តហើយនឹងមានយន្តហោះកន្ទុំរុយហោះខ្វែលផ្ទះរបស់តំណាងរាស្ត្រទាំងឡាយអញ្ចឹងទោះបីជាចង់មិនចង់ការបោះឆ្នោតដកសេចក្តីទុកចិត្តគឺមានលក្ខណៈជាការធ្វើរដ្ឋប្រហារការធ្វើរដ្ឋប្រហារនេះហើយដែលធ្វើឲ្យខ្មែរធ្លាក់ចូលក្នុងសង្គ្រាមមួយឈ្មោះថាសង្គ្រាមយោធាសង្គ្រាមយោធានេះអីគឺពួកក្រុមលោកលន់នល់ព្រះអង្គចាស់ទីមតាលោកអ៊ុនតាមដែលមានបារាំងដែលមានអាមេរិកដែលមានសម្ព័ន្ធមិត្តស្វីអាតូនៅគ្រប់គ្រងពីខាងក្រោយធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយយួនប្រយុទ្ធប្រឆាំងជាមួយចិនប្រយុទ្ធប្រឆាំងជាមួយនឹងយួនសូវៀតហើយចាប់ផ្ដើមពួកបែងចែកប្លុកកុម្មុយនីសហើយនិងប្លុកសេរីហើយបានន័យថានៅពេលនេះគឺសង្គ្រាមរវាងប្លុកកុម្មុយនីសដែលដឹកនាំដោយយួនចិនសូវៀតប្រឆាំងជាមួយនឹងប្លុកសេរីដែលមានអាមេរិកដឹកនាំជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនស៊ីអាតូសង្គ្រាមប្លុកកុម្មុយនីសនិងប្លុកសេរីជាសង្គ្រាមយោធានេះហើយដែលធ្វើឲ្យខ្មែរបាត់បង់ជីវិតអស់ប្រមាណជាចិត្តកន្លះលានគេថាគេធ្វើសង្គ្រាមដេញវៀតកុងប៉ុន្តែសម្រាប់តែខ្មែរអាលកុលខ្មែរដុតផ្ទះខ្មែរអស់ប្រមាណជា 1.7 លានខ្នងហើយទម្លាក់គ្រាប់បែកប្រមាណជាជាង 2 លានតោនបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគឺដុតវត្តអារាមខ្មែរកំទេចសាលារៀនខ្មែរទង្វើព្រៃផ្សៃទាំងឡាយត្រូវបានកើតឡើងការបះបោរទាំងអស់នោះការធ្វើរដ្ឋប្រហារទាំងអស់នោះការធ្វើបដិវត្តទាំងអស់ដើម្បីព្រួលរំលំគ្នានេះគឺធ្វើឲ្យខ្មែរស្ទើរតែបាត់បង់ហេដ្ឋារចនាសម្ព័ន្ធដឹកនាំជាតិទាំងស្រុងនៅឆ្នាំ1970ដល់ឆ្នាំ1975នៅសម័យសាធារណរដ្ឋខ្មែរមិនមែនកំពុងបន្ទោសរបបសាធារណរដ្ឋខ្មែរទេខ្ញុំកំពុងនិយាយអំពីកំឡុងពេលពីឆ្នាំ70ដល់75គឺជាកំឡុងពេលនៃការប្រឡ័យគ្នាធ្វើឲ្យខ្មែរបាត់បង់ហេដ្ឋារចនាសម្ព័ន្ធដឹកនាំប្រទេសហេតុអីកន្លែងណាដែលបាត់បង់ហេដ្ឋារចនាសម្ព័ន្ធដឹកនាំប្រទេសក្រមភាគីសាធារណរដ្ឋខ្មែរដែលមានការគ្រប់គ្រងពីអាមេរិកបារាំងសម្ព័ន្ធមិត្តស៊ីអាតូហើយនឹងយួនទាវគីយួនខាងត្បូងពេញទំហឹងដើរសម្លាប់ពួកយួនវៀតកុងវៀតមិញដើរបំផ្លាញអ្នកដែលមានចលនាតស៊ូនៅក្នុងព្រៃទាំងអស់ដែលគ្រប់គ្រងដោយចិនយួនសូវៀតហើយនឹងចំណែកខ្លះរបស់សៀមចំណែកខ្លះរបស់បារាំងដែលនៅពេលនោះចិនយួនសូវៀតគឺបបួលគ្នាហៅចលនានោះហៅថាចលនាបដិវត្តន៍ព្រៃម៉ាគី
cho na bạn vật prima kỳ đi cứ chia cho na đại đầm bông lại cứ năm 1967จัดตกท้ายឆ្នាំ1967នេះគឺជាថ្ងៃដែលពិសេសថ្ងៃទី8 ខែ 8 ឆ្នាំ67សៀមបានបង្កើតធ្វើជាចលនាពិសេសមួយដែលមានការព្រួយផ្ដើមបង្កើតនៅរចនាសម្ព័ន្ធដឹកនាំថ្មីរបស់ខ្លួនឈ្មោះសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ដែលបច្ចុប្បន្នយើងហៅរអិលមាត់ថាអាស៊ាននោះអាស៊ាននេះគឺព្រួយផ្ដើមដោយសៀមសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងហ្វីលីពីនដើម្បីទប់ទល់នឹងចលនាកុម្មុយនីសឥណ្ឌូចិនយួនដែលមានខ្មែរដែលមានកូសាំងស៊ីនហើយនឹងឡាវចលនាកុម្មុយនីសឥណ្ឌូចិនយួននេះគ្រប់គ្រងដោយចិនហើយនឹងសូវៀតចំណែកឯចលនាអាស៊ាននេះមានការគ្រប់គ្រងពីបារាំងហើយចំណែកខ្លះរបស់ចិនហើយនឹងអាមេរិកអាស៊ាននេះគឺត្រូវជាមួយគេគ្រប់គ្នាប៉ុន្តែប្រឆាំងនឹងចលនាយួនឥណ្ឌូចិនព្រោះចង់ទប់ទល់យួនឥណ្ឌូចិនអាមេរិកមកទម្លាក់គ្រាប់បែកនៅស្រុកខ្មែរទម្លាក់គ្រាប់បែកនៅស្រុកយួនតាំងពីទសវត្សរ៍50គឺតាំងឆ្នាំ1955មកម្លេះក៏ប៉ុន្តែនៅស្រុកខ្មែរគឺចាប់ដើមលេងមួយទំហឹងនៅឆ្នាំ1969ចុង1969រហូតដល់ឆ្នាំ1973ក្រោយពីមានកិច្ចព្រមព្រៀងប៉ារីសរវាងអាមេរិកនិងយួនក៏ប៉ុន្តែនៅចន្លោះនេះគឺជាចន្លោះដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងខ្មែរហើយនៅពេលដែលមានធ្វើការប្រហារជីវិតរបស់លោកហ៊ូនឹមនិងខៀវសំផនគឺការធ្វើរដ្ឋប្រហារឆ្នាំ67សំទោសការធ្វើការប្រហារជីវិតក្បាលម៉ាស៊ីន3រូបដែលសំខាន់ដែលល្បីល្បាញនៅពេលនោះគឺហ៊ូនឹមខៀវសំផននេះគឺជាថ្ងៃកំណើតជាឆ្នាំកំណើតនៃការបង្កើតចលនាបដិវត្តន៍មួយឈ្មោះថាចលនាបដិវត្តន៍ព្រីម៉ាគីដែលមានការគ្រប់គ្រងពីចិនយ៉ាងពេញទំហឹងដែលមានការគ្រប់គ្រងពីចលនាយួននិងសូវៀតពេញទំហឹងយួនបានដឹងថាបើចលនាកុម្មុយនីសឥណ្ឌូចិនកំពុងតែកើតឡើងនេះនៅតែដាក់ថាកុម្មុយនីសឥណ្ឌូចិនខ្មែរនឹងស្អប់អញ្ចឹងចូលព្រីម៉ាគីដែរអញ្ចឹងនៅពេលដែលហ៊ូនឹមកំពុងតែបង្កើតចលនាព្រីម៉ាគីរបស់ខ្លួននៅឯកំពង់ស្ពឺនៅឯកំពង់ឆ្នាំងយួនក៏បង្កើតចលនាព្រីម៉ាគីរបស់ខ្លួននៅឯត្បូងឃ្មុំនៅឯកញ្ចេះនៅឯព្រៃវែងការនេះធ្វើឲ្យខ្មែរលែងស្គាល់ថាព្រីម៉ាគីណាជាព្រីម៉ាគីស្នេហាជាតិព្រីម៉ាគីណាជាព្រីម៉ាគីយួនព្រីម៉ាគីណាជាព្រីម៉ាគីចិនព្រីម៉ាគីណាជាព្រីម៉ាគីយួនចិនសូវៀតព្រីម៉ាគីណាជាព្រីម៉ាគីបារាំងព្រីម៉ាគីណាជាព្រីម៉ាគីសៀមគឺខ្មែរមើលលែងយល់ថាខ្មែរណាជាខ្មែរស្នេហាជាតិពិតប្រាកដប៉ុន្តែគេមានប្លុកគេមួយហៅថាពួកបដិវត្តផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរទោះបីព្រីម៉ាគីនឹងស្អីក៏ដោយប៉ុន្តែគេមានពណ៌មួយច្បាស់គឺផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរចំណែករបបសាធារណរដ្ឋទោះបីជាព្រីម៉ាគីនោះជាព្រីម៉ាគីស្នេហាជាតិខ្មែរស្នេហាជាតិជាព្រីម៉ាគីយួនព្រីម៉ាគីសៀមព្រីម៉ាគីអាមេរិកព្រីម៉ាគីបារាំងព្រីម៉ាគីអីគេអត់ខ្វល់ទេគេខ្វល់តែមុខគត់ឲ្យតែពួកព្រីម៉ាគីយឺយកទៅសម្លាប់ទាំងអស់ប៉ុន្តែនៅខាងក្រោយព្រីម៉ាគីមានយួនចិនសូវៀតសៀមនិងបារាំងនិងបរទេសដទៃនៅខាងក្រោយសាធារណរដ្ឋគឺមានអាមេរិកមានសម្ព័ន្ធមិត្តរបស់អាមេរិកទីអាតូហើយនឹងយួនទៀវលោកលន់នល់ធ្វើរដ្ឋប្រហារឬក៏ធ្វើការបោះឆ្នោតដកសេចក្តីទុកចិត្តពីព្រះអង្គសីហនុនេះគឺជាការធ្វើរដ្ឋប្រហាររំលាយរបបស្ដេចចោលដែលប្រកាសរដ្ឋធម្មនុញ្ញជារដ្ឋធម្មនុញ្ញសាធារណរដ្ឋគឺជារបបគ្មានស្ដេចការធ្វើការប្រកាសរបបសាធារណរដ្ឋឲ្យអត់មានស្ដេចនេះហើយដែលជាសកម្មភាពខុសឆ្គងយ៉ាងធ្ងន់ធ្ងររបស់របបសាធារណរដ្ឋខ្ញុំមិនថាលោកលន់នល់ព្រះអង្គចាស់ស៊ីនតាក់លន់តាមឬក៏នរណាទេប៉ុន្តែការសម្រេចចិត្តបដូររបបពីរបបស្ដេចទៅជារបបសាធារណរដ្ឋនេះគឺជាការធ្វើឲ្យចាញ់ល្បិចរបស់បរទេសគ្រាពៀនដែលរៀបចំព្រីម៉ាគីព្រោះគេដឹងថារបបសាធារណរដ្ឋនេះមានតែមន្ត្រីតែអត់មានពលរដ្ឋទេព្រោះពលរដ្ឋស្រឡាញ់ព្រះអង្គសីហនុអញ្ចឹងបើព្រះអង្គសីហនុប្រកាសថាចូលព្រីម៉ាគីហើយគឺពលរដ្ឋទាំងចាស់ទាំងក្មេងទាំងពិការទាំងប្រសង់ទាំងអាចារ្យទាំងគ្រូបង្រៀនទាំងសាស្ត្រាចារ្យគឺនឹងរត់ចូលព្រីម៉ាគីដើម្បីទៅជួយសង្គ្រោះព្រះអង្គសីហនុការដែលរបបសាធារណរដ្ឋសម្រាប់ចិត្តរើសផ្លូវនេះដើរខ្ញុំមានវីដេអូមួយនិយាយហេតុអ្វីបានជារបបសាធារណរដ្ឋត្រូវតែដួលរលំដោយសារតែជំរឿសនៃការរំលាយរបបផ្ដាច់ចោលនេះសុភានឹងបង្ហោះវីដេអូហ្នឹងណាព្រោះយើងបងបានមករៀននៅទៀមរៀបវីដេអូមួយដែលនិយាយថាហេតុអ្វីរបបសាធារណរដ្ឋត្រូវបានចាញ់សង្គ្រាមនៅសម័យព្រីម៉ាគីនេះមានវីដេអូហ្នឹងតិចថតដាក់ទូរស័ព្ទបងទៅចាំឆែកមើលណាបើអត់តាមបងធ្វើវីដេអូហ្នឹងឡើងវិញណា
mà giờ mình nhom miền như đường ráo cọp mũi cọt làng sao là bọc nhom trời bán chào lùi xong bóng mình to tiệt chứ là bọc sát thì là đó ní cứ tao để tranh trong kia vì phu nơi hàng còi luôn nó cứ miền làm cái trắng miền yuan tiêu kia cứ chỉ yuan ai nơi hàng còi Primaki cứ miền yuan miền chân miền Xô Viết cứ nơi hàng còi Primaki có bò tí nơi hàng còi Khmer có bò tí được chính này cứ phảiยึด Khmer ឲ្យសម្រាប់គ្នាគ្រាន់តែយកជុងលាបតែមុខគ្នាមន់មើលលេងស្គាល់សម្បុកតែមួយបើចឹកគ្នាបែកគ្នាបាក់កអស់ជុលគ្នាបែកមុខបែកមាត់បាក់កអស់ដោយសារតែរឿងហ្នឹងខ្ញុំមិនបានបញ្យល់ជ្រៅជាងហ្នឹងទេប៉ុន្តែបងប្អូននេះគឺជាចំណែកថាការបះបោរការធ្វើរដ្ឋប្រហារការធ្វើបដិវត្តដងណាក៏ដោយគឺខ្មែរត្រូវតែបាត់បង់បណ្ឌិតអ្នកប្រាជ្ញបាត់បង់ប្រជាពលរដ្ឋឲ្យរួចទឹកដីបាត់បង់នយោបាយឯករាជ្យរបស់ខ្លួនបាត់បង់របបប្រជាធិបតេយ្យបែរទៅជាបង្កើតរបបផ្ដាច់ការកុម្មុយនីសទៅវិញបើទោះបីជារបបសាធារណរដ្ឋមានបំណងចង់បង្កើតរបបប្រជាធិបតេយ្យក៏ពិតមែនក៏ប៉ុន្តែគ្មានពេលវេលាទាល់តែសោះក្នុងការបង្កើតរបបប្រជាធិបតេយ្យពីព្រោះខ្លួនកំពុងតែជាប់ដៃច្បាំងគ្នាជាមួយនឹងយួនវៀតកុងវៀតមិញច្បាំងគ្នាជាមួយចិនយួនសូវៀតច្បាំងគ្នាជាមួយប្លុកកុម្មុយនីសហើយខ្លួនជាប្លុកសេរីប៉ុន្តែនៅខាងក្រៅខ្នងរបស់ខ្លួនគឺយួនទាវគីទៀតដូច្នេះនៅខាងមុខនៅខាងក្រោយគឺសត្រូវទាំងអស់នៅក្បែរខ្លួននៅឆ្ងាយពីខ្លួនគឺសត្រូវទាំងអស់ខ្លួននៅទីភ្លឺឯសត្រូវនៅទីងងឹតដូច្នេះក្រុមលោកលន់របស់អង្គព្រះអង្គចាស់សីមដាក់ត្រូវតែចាញ់សង្គ្រាមនេះទោះបីជាធ្វើរហូតដល់ឆ្នាំ75ហើយក៏នៅតែចាញ់សង្គ្រាមដែរការធ្វើរដ្ឋប្រហាររបស់លោកលន់បានសម្ដេចនេះមានអាយុមិនដល់5ឆ្នាំទេបែរតែជាធ្លាក់ចូលទៅក្នុងរបបមួយទៀតគឺរបបបដិវត្តដែលបានឈ្នះគឺបដិវត្តព្រៃម៉ាគីនេះឈ្នះគឺពី70 75 79នេះគឺបដិវត្តព្រៃម៉ាគីឈ្នះនេះនៅសម័យលោកលន់គឺរដ្ឋប្រហារផងបដិវត្តផងណាបងប្អូនតែបើនៅសម័យ75 79គឺបដិវត្តផងបះបោផងបះបោនិងបដិវត្តបះបោគឺពលរដ្ឋក្រោកឈរប្រឆាំងលោកលន់ពីព្រោះរំលាយរបបស្ដេចបដិវត្តគឺគេមានសេនានយោបាយរបស់បរទេសរបស់មេដឹកនាំដែលជាបិសាចដែលបានបង្កើតរបបនយោបាយរបស់ពួកគេរួចហើយគ្រាន់តែច្បាំងឈ្នះលោកលន់គឺគេមានរដ្ឋាភិបាលគេស្ដេចប៉ុន្តែរដ្ឋាភិបាលនៅក្នុង70 75នេះវាមានលើសពី5តែយ៉ាងហោចណាស់មានរដ្ឋាភិបាលធំពីររដ្ឋាភិបាលធំមួយគឺរដ្ឋាភិបាលយួននិយមហៅថាព្រៃម៉ាគីយួនឬក៏គេហៅថាខ្មែរក្រហមយួនហើយនឹងមួយទៀតគឺខ្មែរក្រហមចិនពីរនេះគឺច្បាស់ណាស់នៅក្នុងការដឹកនាំរបប3ឆ្នាំ8ខែ20ថ្ងៃដែលខ្មែរក្រហមយួននេះចង់ប្រឆាំងចិនគឺត្រូវបូកជាមួយនឹងសហភាពសូវៀតអញ្ចឹងការដែលធ្វើរដ្ឋប្រហារក្នុងកំឡុងពេលនេះគឺរដ្ឋប្រហារម្ដងគឺខ្មែរក្រហមយួននិងសូវៀតនេះគឺធ្វើរដ្ឋប្រហារប្រឆាំងនឹងខ្មែរក្រហមចិនដែលខ្មែរក្រហមចិននេះគឺដឹកនាំដោយលោកប៉ុលពតអៀងសេរីគេតំផនហើយខ្មែរក្រហមយួននេះគឺដឹកនាំដោយក្រុមគណៈបកប្រជាជនកម្ពុជាសពថ្ងៃពីរនេះគឺប្រឆាំងគ្នាហើយពេលប្រឆាំងគ្នាខ្មែរក្រហមយួននេះគឺចាប់ដើមច្បាំងជាមួយនឹងខ្មែរក្រហមចិននេះគឺចាប់ដើមប្រឆាំងគ្នាពីថ្ងៃទី25ធ្នូឆ្នាំ1978គឺពាក់កណ្ដាលអាទិត្យនៃថ្ងៃទី24ធ្នូឆ្នាំ1978ចាប់ដើមលើកទ័ពមកវាយគឺយួនបានដឹងថាខ្មែរក្រហមចិននេះគឺបានកសាងមូលដ្ឋានយោធានៅកំពង់ឆ្នាំងនៅឯស្រុកលៀបអ៊ីខេត្តកំពង់ឆ្នាំងហើយនឹងកំពុងតែរៀបចំសេនានយោបាយដើម្បីរៀបចំវាយយួនអញ្ចឹងបើកាលណាយួនបានដឹងថាខ្មែរក្រហមចិននេះកំពុងតែចង់ធ្វើសង្គ្រាមបានកសាងព្រលានយន្តហោះឆ្នាំ1967សំទោសឆ្នាំ1976រហូតដល់ឆ្នាំ1977ព្រលានហោះនឹងថាកសាងចិត្តបានសម្រេចទៅហើយយួនលើកទ័ពមកវាយឆ្នាំ78បំបែកបាន7មករា79ដូច្នេះខ្មែរក្រហមយួនសូវៀតគឺច្បាំងឈ្នះខ្មែរក្រហមចិនឯខ្មែរក្រហមស្នេហាជាតិឯខ្មែរក្រហមដទៃទៀតដែលជាខ្មែរក្រហមបារាំងជាខ្មែរក្រហមគឺរត់ទៅពេញទឹកពេញដីហើយចាប់ដើមពី79ហ្នឹងគឺចាប់ដើមហើយនរណាទៅរត់ទៅបារាំងនរណាទៅអាមេរិកគឺចាប់ដើមបែកសម្បុកសារជាថ្មីខ្មែរក្រហមស្នេហាជាតិគឺហាក់ដូចជាមានឱកាសតិចណាស់នៅក្នុងការជ្រោមជ្រែងដឹកនាំប្រទេសប៉ុន្តែខ្មែរក្រហមណាដែលមានចិននិយមគឺមានអំណាចខ្លាំងខ្មែរក្រហមណាដែលមានយួននិយមសូវៀតនិយមមានអំណាចខ្លាំងអញ្ចឹងសង្គ្រាម75 79គឺមានរដ្ឋប្រហារដែរគឺរដ្ឋប្រហាររបស់ខ្មែរក្រហមដូចគ្នាគឺព្រៃម៉ាគីដូចគ្នាគឺសម្រាប់គ្នាទៅវិញទៅមកបន្សុទ្ធគ្នាពីឆ្នាំ66សំទោស76 77គឺពី75គឺបន្សុទ្ធគឺពួកព្រៃម៉ាគីខ្មែរក្រហមយួនចិនសូវៀតនេះគឺបន្សុទ្ធពួកខ្មែរសាធារណរដ្ឋខ្មែរបារាំងខ្មែរអាមេរិកខ្មែរសង្គមនិយមខ្មែរសម័យបារាំងគឺឲ្យតែមានគឺយកមកបន្សុទ្ធនៅឆ្នាំ75ប៉ុន្តែពី76គឺខ្មែរក្រហមចិនគឺបន្សុទ្ធយួនខ្មែរក្រហមយួនបន្សុទ្ធ
ចិនបនសុតចុះបនសុតឡើងបានធ្លាក់ចូលដល់ឆ្នាំ1977ហើយកាប់សម្រាប់គ្នាឆ្នាំ1978ហើយរលាយឬក៏មកកំតិចនៅរបបដឹកនាំរបស់កម្ពុជាប្រជាធិបតេយ្យរបស់លោកប៉ុលពតអៀងស៊ីគឺសម្បត្តិដែលជាខ្មែរក្រហមចិនខ្មែរក្រហមសៀមខ្មែរក្រហមបារាំងនេះគឺត្រូវបានកំតិចបើទោះបីជាកំតិចក្នុងរយៈពេល4ដល់10ថ្ងៃដោយខ្មែរក្រហមយួនសូវៀតនេះក៏ពិតមែនប៉ុន្តែខ្មែរក្រហមចិននេះនៅមានចន្ទុលធំណាស់ដោយសារតែពេលនោះអាមេរិកនោះចូលមកវិញបារាំងសម្ព័ន្ធមិត្តស៊ីអាតូអាល្លឺម៉ង់ខាងលិចជប៉ុនអូស្ត្រាលីឥណ្ឌាកាណាដាសៀមម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីននិងសិង្ហបុរីបានចូលមកជុំជែងខ្មែរក្រហមចិនខ្មែរក្រហមដែលជាខ្មែរក្រហមខ្មែរអិសរៈខ្មែរក្រហមជាខ្មែរក្រហមបារាំងព្រីម៉ាគីបារាំងគឺបានច្បាំងគ្នាពីឆ្នាំ1979ដល់89ពីនេះច្បាំងគ្នាមិនចេះចប់មិនចេះហើយពេលដែលកំពុងច្បាំងគ្នានេះក៏បង្កើតបាននៅរណសេររំដោះជាតិគុណសពេចព្រះអង្គសីនុរណសេរជាតិរំដោះពលរដ្ឋខ្មែរអកាសឿនសានចលនាមូលីនកានិងចលនាព្រៃដទៃទៀតគឺពី79ដល់89គឺជាការធ្វើការបះបោរហើយនឹងការធ្វើបដិវត្តមិនឈប់មិនឈរការបះបោរនៅគ្រប់ទីកន្លែងគឺជាការបះបោរដែលធ្វើឡើងរវាងខ្មែរក្រហមយួនប្រឆាំងជាមួយនឹងខ្មែរក្រហមចិនហើយខ្មែរក្រហមចិនទៅមានដៃគូជាមួយអាមេរិកចិនហើយអាមេរិកអត់ត្រូវគ្នាទេប៉ុន្តែមានសត្រូវរួមតែមួយអាមេរិកមិនអាចអនុញ្ញាតឲ្យយួនក្រោបក្តាប់ខ្មែរបានទាំងមូលទេបើយួនក្រោបក្តាប់ខ្មែរទាំងមូលសូវៀតគឺជាអ្នកឈ្នះនៅតំបន់អាស៊ីអាគ្នេយ៍បើសូវៀតសហភាពសូវៀតឈ្នះអាស៊ីអាគ្នេយ៍នៅពេលនោះឆ្នាំ1979រហូតដល់ឥឡូវ2023នេះគឺរុស្ស៊ីបានក្រោបក្តាប់អាស៊ីអាគ្នេយ៍ទាំងមូលនោះចិនក៏មានសត្រូវដ៏ធំមួយទៀតគឺពីព្រោះអីគេនៅខាងលើគឺរុស្ស៊ីសូវៀតនៅពេលនោះនៅខាងក្រោមគឺសម្ព័ន្ធមិត្តរបស់សូវៀតអញ្ចឹងចិនត្រូវតែកំពិតចិនមិនអនុញ្ញាតឲ្យរុស្ស៊ីឈ្នះទេដូចគ្នាអាមេរិកបានដឹងថាតំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់នេះឆ្លងកាត់ជាអន្តរជាតិហើយប្រជាជនច្រើនជាងគេបំផុតទី3នៅលើពិភពលោកបន្ទាប់ពីចិនបន្ទាប់ពីឥណ្ឌាគឺអាស៊ីអាគ្នេយ៍អញ្ចឹងបើអាស៊ីអាគ្នេយ៍ធ្លាក់ចូលក្នុងកណ្ដាប់ដៃចិននោះអាមេរិកអស់ឥទ្ធិពលនៅក្នុងតំបន់តែបើអាមេរិកបណ្ដោយឲ្យរុស្ស៊ីយកវិញក៏អាមេរិកអស់ឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លួនពិបាកការពារជប៉ុនពិបាកការពារកូរ៉េខាងត្បូងពិបាកការពារសម្ព័ន្ធមិត្តអូស្ត្រាលីរបស់ខ្លួនអញ្ចឹងមានតែត្រូវតែខំប្រឹងជួយបំផ្លាញរុស្ស៊ីកុំឲ្យរុស្ស៊ីចាប់កម្ពុជាបានឲ្យសោះអញ្ចឹងបើសូវៀតមិនយកយួនបានហើយយកឡើងបានហើយយកខ្មែរទៀតអញ្ចឹងអាមេរិកនិងសម្ព័ន្ធមិត្តស៊ីអាតូសម្ព័ន្ធមិត្តណាតូសម្ព័ន្ធមិត្តសហគមន៍អឺរ៉ុបពួកគេនឹងបាត់បង់ប្រយោជន៍អន្តរជាតិរបស់គេពីឆ្នាំ1990រហូតដល់2023ដល់អនាគតពួកគេនឹងបាត់បង់នៅទំនាក់ទំនងការទូតទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុនិងទំនាក់ទំនងនានាអញ្ចឹងការធ្វើឲ្យមានតុល្យភាពរវាងប្លុកចិនរវាងប្លុកអាមេរិកនិងប្លុកសេរីនិងប្លុកសហភាពសូវៀតប្លុកទាំង3នេះគឺហែកពិភពលោករស់នៅដូចសពថ្ងៃអញ្ចឹងពួកគេហែកគ្នាប៉ុន្តែនៅសម័យនោះគឺខ្មែរទទួលរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរពីព្រោះនៅពេលដែលចិននិងអាមេរិករួមគ្នាវាយជាមួយយួនសូវៀតអញ្ចឹងនេះហើយគឺជាអ្វីដែលជាសោកនាដកម្មនៃការកាត់ឡើងនៅដែលបណ្ដាកើតមកអំពីការធ្វើបដិវត្តការបដិវត្ត79របស់ព្រីម៉ាគីយួនសូវៀតដែលដឹកនាំដោយលោកប៉ែនសវណ្ណហ៊ុនសែនជាស៊ីមហេងសំរិននិងមេដឹកនាំកម្ពុជារបស់ខ្មែរក្រហមយួនសូវៀតពីឆ្នាំទសវត្សរ៍50រហូតដល់ឆ្នាំ1979 80នោះគឺកំពុងតែមានអំណាចធំធេងមហិមាប្រឆាំងនឹងសម្ព័ន្ធមិត្តព្រីម៉ាគីចិនអាមេរិកបារាំងនិងសម្ព័ន្ធមិត្តស៊ីអាតូនេះបើទោះបីជាពីរនេះមើលទៅឃើញទឹកដីដែលខ្មែរក្រហមចិនអាមេរិកនៅតែតាមព្រំដែននេះបងប្អូននៅជាមួយសៀមប៉ុន្តែកងទ័ពគេហើយជំនួយយោធាគេច្បាំងជាមួយនឹងកងទ័ពលោកហ៊ុនសែនជាទីមេនប៉ែនសវណ្ណនេះគឺមិនចេះហត់នឿយហើយមិនខ្វះកងទ័ពក្នុងការគៀងគោមកធ្វើសង្គ្រាមរហូតដល់ក្រុមព្រីម៉ាគីយួនសូវៀតនេះត្រូវតែសម្រេចចិត្តបង្កើតចលនាក5កេណ្ឌតកងទ័ពជាពលរដ្ឋខ្មែរមកធ្វើសង្គ្រាមចំណែកឯខ្មែរដែលមានចិនមានអាមេរិកមានអាស៊ានមានសម្ព័ន្ធមិត្តស៊ីអាតូគ្រប់គ្រងគឺកេណ្ឌទ័ពខ្មែរបន្ថែមរួមជាមួយនឹងបង្កើតចលនាកងទ័ពនានាដទៃទៀតដែលធ្វើឲ្យខ្មែរខ្សោះអស់រលីងយុវជនខ្មែរ79 89គឺត្រូវតែកាន់កំភ្លើងចូលព្រៃហើយសម្លាប់គ្នាបើទោះបីជាមានឮសូរលេចឮថាខ្មែរក្រហមពលពតអៀងសេរីឲ្យតែដឹងថាខ្មែរព្រៃក5នេះគឺចូលទៅគឺមិនសម្លាប់ប៉ុន្តែខ្មែរក5នេះនៅតែស្លាប់ដដែលជន់មីនចាញ់បគ្រាន់តែក្រុមក5កេណ្ឌប្រមាណជាជិត8សែននាក់ជាកងទ័ព
cứ slap off dạng họ nè chiêng pi sai nè chiêng một hay mơ nè còn tọa khmai hay trong này phụ khmai có hôm chân khmai có hôm American khmai có hôm đại nâng đại form trô đòi xiêm đại Malaysia đòi Philippines rồi bắc công lục pol ing gì cái thằng rồi bắc tây phía kia lục cao sơn than đại trên lục kia thằng cứ có kèn con toạp ở wall mơn wall sign phơi tổng kiếm hơi slap đôi kia đôi chút này dụ chôn khmai sạch tây khmai của ma khmai chặt một lúc chặt khmai cứ đại bài tranh bò sầm lắc kia choan min cứ banh pro hạc thì mình một chẳng cá thưa phải để vọt đi cứ việc cá ở miền cá chó chả bảo bốn chẳng miền cá chó chả năm mà quan from muốn đôi chật tập from muốn nơi pe đại ông cá hạ rồi duy nhất ban choan đầy mai nơi ngày đọc phèm khai mẹ ra chật tập from muốn và tôi bây giờ miền cá chó chả cạn lang vì ai cá thưa cả bà báo ai cá thưa đọt hà đừng phải đọt của một mình con này bị chật tập from muốn rồi hôm đó năm một quan from muốn đôi phải from muốn đi cứ khai mình sọp tổng kiếm để xong kiếm nơi tập miến cá thưa cá from nắp như từ bên mau nơi tập miến con đây mình toàn miên cá thưa bà báo nào một chục mình toàn miên cá thưa đọt hà nào một chục cầm miên cá thưa phải đọt nào chục đây chẳng về để miên cá cho cha cái này rồi viên chân đằng yuan nơi sao mà quan from muốn rồi chân from muốn rồi viên yuan chân Xô Viết nơi sao mà quan muốn nơi phải tập muối rồi viên American bà răng nâng mà ham nát chẳng from rồi bọc hai đây chia sẻ cho chân tay này công tác xa xăm để cho ông ca thật viết hay là miên mà ha son bán ông ca xã hạ rồi chi mà rồi cao tập tây chiêng bán prom priêng cao tu yuan thay yuan cứ một chuyên viên không ai rồi hốt đó đã sầm piết chẳng thấy cái hệ đánh đã sầm piết vô thia trong khu vực tây yuan rồi bọc trong khu vực tây Xô Viết hai đo nè cái ấy ông ca là viết bọc Campuchia tại vô mà ở tây phía kia mình phải cố mà ở trong bờ mẹ ra cho thành buồn tí riêng trong ông anh để thưa ở ca bao ca thưa đợt ha ca thưa bạn bọn này viết cho bốc cho ball mình toàn đang là hai bao rồi có đợt ha rồi có bạn bạn ấy cá tiếp của cầm phong để thưa sòng khiêm được cái gì có vận tải bây giờ miền ca cho cha năm mà qua mùa được bài tầm buồn ca bằng ca ban son là rất lực tí mùi năm mà qua mùa được bài tầm buồn rồi viên phía kia mai thằng ó rồi viên prote để cho vẽ quan nâng sòng khiêm được Campuchia để cho ban đại đa phô hai trong bị yun chân Xô Viết American bà đang xiêm Malaysia rồi Philippines Singapore bên này và tây được tây tiết đại ban châu cứ sam sắp ngày sam sắp kèm phấn rồi hôm đó sam sắp kèm bảy trăm bài tầm buồn đi ca cho cha đi cứ ban trong tay chỉ ca cho cha tay phần nông ban tay mình toàn ban tôi chỉ ai cả xa đông cầm phuôn để ai cho tập ra bàn gì vì pro ai cả xa tầng on nu con là priêng ban lõ con bàn tay miên ca pro priêng rồi viên phía kia chấm bút trắng lại chẳng kịp ra p và lia vì cha mà qua một bài tầm muốn rồi hôm đó cha mà qua tầm muốn rồi cao tầm mùi đang bay bằng ca đại bán nơi cách pro priêng mùi hai là cách pro priêng sẽ ở phía tập sai này vô bài đồ mùi để chụp một cam cuối chia nó chính là vì cha mà qua một nơi cao mùi đó mà qua một cao tầm bay đi p đấy ôn tạ cho ăn đây không ai sát tại miền ca ba bao cả nàng còn to tiền ca ba bao còn to tiền cứ trong lục pol pot ing gì khi sản phẩm ban đỏ luôn tranh phí cách quân phiên săn sẽ phiền bị công phá vì hai p đấy trong lục pol pot ing gì khi sản phẩm ban đỏ luôn tranh phí cách quân phiên săn theo công ty được SNC có ai thưa ở ấy có thưa ở trong lục khuôn san chi xi men mình prom nơi không ca thầm lẹ một chục chẳng mùi cứ ca bằng ca bà bảo hay nâng ca thưa bạn để quạt trong bằng cách mà cũng bằng cách rọt hà phải báo xin không Campuchia và chưa đấy còn bằng cách rọt hà bà muối đầm bay thưa phải để quát thưa ca bà báo phải trang đừng con tắc không lục khuôn san chi xi men mình prom từ tôi vô là phò báo sao nam cao 7 có miên bầm non trong mà 7 rọt mình từ tôi vô là phò báo sao vì lấy miên rọt hà hai bên nó cứ vì tôi chỉ phải để quát và tôi chỉ ca bà báo vì bố bằng cách mà cũng ai không bảo ông sẽ nụ hay nâng lục sơn phản tu bây chia bằng ban sắp chả đọ khuôn tranh đòiประกาศเสียซาเทนักกับพอดเมนก็ปนได้พวกเกบ้านมันโปรมอันวัดตามใครโปรเบียงฝ่ายนี้เบียร์คอนเขาเรียกปนนี่สิบุญเพียกีนี่กระโหลกโปรคือประกาศดอกคูณจังตามมาดอกอ่านวัดใครโปรเบียงฝ่ายนี้ให้ดอกคูณจังประกาศดอกคูณจังไอ้เพียกีขมายใบเตียดมันประกาศดอกคูณจังนี่ปนได้มันอ่านวัดตามใครโปรเบียงฝ่ายนี้อย่างสองเลยอ่านวัดใต้จำนายนาโตใต้มือจำนวนแต่ใบเอามาเตะสักการโลกเอามาเตะอันตรายบนต่อช่วยโลกออกมาใส่จมูกที่นี่คนไทยอย่างบุญนี่คือสแตมมันอ่านวัดตามจังปูกวาดสแตมโจร่วมเพื่อปะในวัดประช่างหนึ่งใกล้กรมเลี้ยงฟันแต่เพียงกองปรีปะในวัดยุดพิปะในวัดคือปะในวัดทำไมรุมเลี้ยรัดทำในมวยเจ้าปะในวัดคือบรรดาปดูรุมระบอบมวยระบอบมวยแล้วนี่ระบอบขมายในเกยมวยเกยสบายคือเชี่ยเอารัดทาบาลบรรดาอาซ้อนองกาสาปล่อยกีดให้เนี่ยทำต้องปดูเก้ปดูโอนตะงั้นจังให้จับปดูโอนตะนั่งเชื่อบาดปะในวัดไทย ป
ធ្វើបដិវត្តហើយមិនមែនធ្វើរដ្ឋប្រហារទេរដ្ឋប្រហារដល់វានៅក្នុងចង្កោមនៃមេដឹកនាំជាមួយគ្នាមន្ត្រីមួយគ្នាប៉ុន្តែអ្នកឯងប្រឆាំងនឹងអ៊ុនតាក់អ្នកឯងប្រឆាំងអ្នកឯងធ្វើបដិវត្តហើយអ្នកឯងធ្វើការបះបោរហើយអញ្ចឹងភាគីខ្មែរទាំង4នៅតែបន្តធ្វើការបះបោរប្រឆាំងហើយមិនមែនតែភាគីខ្មែរទាំង4ទេធ្វើការបះបោរប្រឆាំងពីព្រោះភាគីតែខ្មែរទាំង4នៅតែបន្តទទួលជំនួយយោធាសេដ្ឋកិច្ចហេតុអញហូបពីយួនពីចិនពីសៀមពីបរទេសមួយចំនួនទោះបីតិចឬក៏ច្រើនប៉ុន្តែពួកគេទទួលបានការគុតគង់ពីបរទេសនានាពីព្រោះភាគីខ្មែរទាំង4មិនបានប្រគល់នៅរដ្ឋបាលស៊ីវិលរបស់ពួកគេឲ្យមកអង្គការសហជាតិដើម្បីគ្រប់គ្រងអញ្ចឹងការធ្វើបដិវត្តដល់93ហើយបដិវត្តដល់93ហើយស្រាប់តែកើតរដ្ឋាភិបាល93ក្បាល2ពេលដែល93ក្បាល2ហើយស្រាប់តែពី93រហូតដល់97មានរដ្ឋប្រហារមួយទៀតកើតឡើងហើយ97នេះទោះបីជាហ៊ុនស៊ិនប៉ិចជាអ្នកធ្វើរដ្ឋប្រហារឬក៏កម្ពុជាសាធារណរដ្ឋរបស់លោកហ៊ុនសែនគណៈបកប្រជាជនជាអ្នកធ្វើរដ្ឋប្រហារមួយណាត់ធ្វើរដ្ឋប្រហារមិនសំខាន់ទេប៉ុន្តែ97នេះគឺជាការធ្វើរដ្ឋប្រហារបំផ្លាញរដ្ឋធម្មនុញ្ញឆ្នាំ93ចោលពីព្រោះពួកគេលែងខ្វល់រឿងរដ្ឋធម្មនុញ្ញហើយដោយសារតែមានរដ្ឋប្រហារ97នេះហើយដែលធ្វើឲ្យកិច្ចព្រមព្រៀងប៉ារីសក៏ក្រើកឡើងវិញពេលដែលកិច្ចព្រមព្រៀងប៉ារីសក៏ក្រើកឡើងវិញរដ្ឋាភិបាល97នេះត្រូវបានព្យួរក៏អីគឺអាសនៈអង្គការសហជាតិត្រូវបានព្យួរហើយសម្ពាធសេដ្ឋកិច្ចហេតុអញធុយោធាពីបរទេសគ្រប់ប្រទេសទាំងអស់នៅលើផែនដីបានចាត់ទុកថារដ្ឋាភិបាលក្បាល2ជារដ្ឋាភិបាលមិនស្របច្បាប់អញ្ចឹងរដ្ឋាភិបាលក្បាល2នេះចាប់ផ្ដើមមហោតកចរចាវិញដើម្បីបង្កើតឲ្យមានការបោះឆ្នោតឆ្នាំ95តាំងពីឆ្នាំ98រហូតដល់ឥឡូវដល់បច្ចុប្បន្នគឺកម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រភេទមិនសមិនខ្មៅសបូកខ្មៅបូកចូលគ្នាទៅជាប្រភេទសបានតែធ្វើតាមកិច្ចព្រមព្រៀងប៉ារីសធ្វើតាមរដ្ឋធម្មនុញ្ញដែលកើតចេញកិច្ចព្រមព្រៀងប៉ារីសខ្មៅបានថាប្រឆាំងនឹងរដ្ឋធម្មនុញ្ញរំលោភរដ្ឋធម្មនុញ្ញរាល់តែថ្ងៃកែរដ្ឋធម្មនុញ្ញសើរឿងរដ្ឋធម្មនុញ្ញរាល់តែពេលវេលារាល់តែអាណត្តិបំផ្លាញច្បាប់ចោលយកច្បាប់យកមកជន់ឃ្លីមន្ត្រីមេដឹកនាំគិតតែពីបំផ្លាញច្បាប់អានឹងហៅថាខ្មៅបំផ្លាញកិច្ចព្រមព្រៀងប៉ារីសមិនធ្វើតាមកិច្ចព្រមព្រៀងប៉ារីសអានឹងហៅថាខ្មៅតែប្រភេទគេមាត់និយាយថាធ្វើតាមរដ្ឋធម្មនុញ្ញតែអនុវត្តជាក់ស្ដែងគឺកលេសខេះអត់ធ្វើតាមកិច្ចព្រមព្រៀងប៉ារីសអត់ធ្វើតាមរដ្ឋធម្មនុញ្ញពាក្យរដ្ឋប្រភេទបានថាមាត់នឹងធ្វើវាតម្លាក់ក្នុងការទូតមួយចំនួនធ្វើអាណាដែលបានប្រយោជន៍ដល់ខ្លួនឯងគឺធ្វើតែអាណាដែលអត់បានប្រយោជន៍ដល់បករបស់ខ្លួនដល់ចលនារបស់ខ្លួនដល់ប្រទេសដែលជាអាយ៉ងរបស់ខ្លួនដែលជាប្រទេសនៅពីខាងក្រៅក្នុងរបស់ខ្លួនគឺអត់ធ្វើតាមទេបើកាលណាអត់មានប្រយោជន៍ដល់ប្រទេសដែលនៅរណបតែបើមានប្រយោជន៍ដល់ប្រទេសរណបរបស់ខ្លួនគឺធ្វើតាមអញ្ចឹងហៅថាប្រភេទវាមិនសវាមិនខ្មៅតែដោយសារតែពលរដ្ឋខ្មែរដោយពួកយើងមានឱកាសបង្កើតឲ្យអាប្រភេទមកជាសជាជាងទុកឲ្យពួកបដិវត្តពួកព្រោះរំលោភពលរដ្ឋអាហារនឹងទាញខ្មែរទៅជាខ្មៅបានវាប្រភេទមែនបើពលរដ្ឋចូលរួមការពាររដ្ឋធម្មនុញ្ញការពារកិច្ចព្រមព្រៀងប៉ារីសនឹងទាញខ្មែរពីប្រភេទឲ្យមកសតែបើពលរដ្ឋខ្មែរមិនចូលរួមទេគឺពួកបដិវត្តពួកធ្វើរដ្ឋប្រហារពួកបះបោនឹងទាញខ្មែរអូខ្មែរពីប្រភេទឲ្យទៅជាខ្មៅបងប្អូនខ្ញុំសង្ឃឹមថាចាប់គន្លឹះមួយចំនួនដែលខ្ញុំចែករំលែកអំពីប្រវត្តិសាស្ត្រនេះជូនបងប្អូនឲ្យយល់ថាបើកាលណាខ្មែរមិនយល់អំពីក្បួនដែលបរទេសរៀបចំទុកហើយនឹងពួកបិសាចតើអីបិសាចបាក់ពួកបិសាចនៅក្នុងការនយោបាយបិសាចបរទេសនានាប្រឆាំងនឹងខ្មែរដឹងនេះទេគឺពួកយើងនឹងបណ្ដោយឲ្យពួកគេនឹងទាញអូសខ្មែរចូលទៅក្នុងខ្មៅគឺរបបដែលមុន91កើតឡើងវិញរបបផ្ដាច់ការកុម្មុយនីសនៃភូមិនឹងកើតឡើងវិញអាយ៉ងយួនអាយ៉ងចិនអាយ៉ងសៀមអាយ៉ងបរទេសនឹងរស់រវើកដឹកនាំប្រទេសខ្មែរបិសាចក៏អីបិសាចបាក់ពួកបិសាចនៅក្នុងការនយោបាយបិសាចគ្រប់ទ្រព្យសម្បត្តិឆ្លោះគ្នាតែរឿងទ្រព្យសម្បត្តិទេឆ្លោះគ្នាតែរឿងតំណែងទេឆ្លោះគ្នាតែរឿងប្រឹងប្រោះរឿងប្តីប្រពន្ធរឿងស្រីញីរឿងប្រុសឈ្មោះរឿងអីទេពួកគេមិនអាចឆ្លោះគ្នារឿងទឹកដីពួកគេមិនអាចឆ្លោះគ្នារឿងអធិបតេយ្យពួកគេមិនអាចឆ្លោះគ្នារឿងឯកភាពជាតិគេមិនខ្វល់រឿងនេះទេគេមិនខ្វល់រឿងពលរដ្ឋខ្មែរបាត់ការងារអត់មានការងារធ្វើមានទំនិញមានផលិតផលលក់បញ្ចេញឬក៏លក់ថោកគេអត់ខ្វល់រឿងហ្នឹងគេនិយាយតែមាត់ក្នុងសារព័ត៌មានតែចាក់ស្ដែងកាយវាចានិងចិត្តរបស់គេគឺខុសគ្នាទាំងអស់កាយវាចានិងចិត្តរបស់គេខុសគ្នាវាចានិយាយថាជួយខ្មែរស្អីក៏ដោយគាត់តែធ្វើដើម្បីប្រជារាស្ត្រខ្មែរស្អីក៏ដោយធ្វើដើម្បីប្រជាជនខ្មែរតែអានឹងវាចាទេតែចំណាយសកម្មភាពរបស់គេទៅនិយាយកាំងនេះតបៈដល់ថ្ងៃប្រកោកប្រកាសរឿងបោះឆ្នោតចាប់ដើមមកទិញទៀតឥឡូវហ្នឹងសកម្មភាពរបស់គេទៅជារឿងបៈហើយបើគិតវិញគេមិនមែនគិតរឿងបៈគេគិតរឿងបុគ្គលរបស់គេគិតរឿងកិត្តិយសរបស់គេមិនខ្វល់រឿងខ្មែរឡើយប្រវត្តិសាស្ត្រប្រពន្ធនេះมันអាចបញ្យល់ល្អិតជូនប៉ុន្តែឲ្យយល់ថាការធ្វើការបះបោររដ្ឋប្រហារនិងការធ្វើបដិវត្តគឺនៅចន្លោះនៃរបបនីមួយៗគឺតែងតែមានហើយសរុបមកវិញការធ្វើបះបោរការធ្វើការរដ្ឋប្រហារនិងការធ្វើបដិវត្តសុទ្ធតែមានបរទេសនៅពីខាងក្រៅក្នុងការរៀបចំសុទ្ធតែបិសាចទៅអីបិសាចបាក់ពួកបិសាចនៅក្នុងការរៀបចំទាំងអស់
នៅពេលដែលខ្មែរកំពុងសោយបងប្អូនខ្មែរកំពុងសោយគឺការធ្វើរដ្ឋប្រហារការធ្វើបដិវត្តនិងការបះបោរនេះគឺវាកាត់ឡើងងាយបំផុតនៅពេលដែលខ្មែរមាននយោបាយខ្សោយមានសេដ្ឋកិច្ចខ្សោយមានវប្បធម៌ខ្សោយសសរស្តម្ភរបស់ជាតិខ្សោយគឺងាយណាស់ចុះតើបច្ចុប្បន្នហើយអនាគតបច្ចុប្បន្ន2023ទៅអនាគត2030 2050តើខ្មែរអាចនឹងជួបនៅការធ្វើរដ្ឋប្រហារការបះបោរឬក៏ការធ្វើបដិវត្តដូចមុន$23.91ដូចមុន1997 98នេះដែរទេអាចទេបើអាចតើវាមានកត្តាអ្វីខ្លះសភាតើកត្តាអ្វីខ្លះដែលអាចបណ្ដាលឲ្យបច្ចុប្បន្នអនាគតខ្មែរនឹងជួបនៅទុក្ខសោកនាដកម្មខ្មែរនឹងបាត់បង់ទឹកដីខ្មែរនឹងបាត់បង់នយោបាយខ្មែរនឹងបាត់បង់នៅអធិបតេយ្យគឺរដ្ឋាភិបាលខ្មែរលែងមានឬក៏ប្រជាពលរដ្ឋខ្មែររស់ជាមួយនឹងទុក្ខលំបាកតើកត្តាអីបច្ចុប្បន្នហើយពេលតែនិយាយនឹងចប់ទៅពីអាចបញ្ចូលដំណោះស្រាយតែម្ដងក៏បានសូមជូនបងប្អូនជនរួមភាសាប្រវត្តិសាស្ត្រនៅទសវត្សរ៍50រហូតដល់ទសវត្សរ៍90ដែលនិយាយអំពីការបះបោរបានកើតឡើងដែលនិយាយអំពីរដ្ឋប្រហារដែលនិយាយអំពីបដិវត្តបានកើតឡើងចុះតើវាអាចនឹងមានទេបច្ចុប្បន្ននេះនឹងទៅដល់អនាគតអាចបងប្អូនមើលនៅត្រង់5គន្លឹះនេះអាចមានឬក៏មិនមានគឺនឹងអាចអាស្រ័យទៅលើ5គន្លឹះនេះហើយការបះបោររដ្ឋប្រហារហើយនឹងបដិវត្តគឺវានឹងអាចកើតឡើងនៅពេលអនាគតវានឹងអាចកើតឡើងបច្ចុប្បន្ននិងទៅដល់អនាគតគឺដោយសារតែការមិនអនុវត្តនិងមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23/1991ពីព្រោះនៅក្នុងឯកសារកិច្ចព្រមព្រៀងនេះហើយដែលជាលទ្ធផលកើតចេញអំពីការចរចារបស់បរទេសគ្រប់ប្រភេទទាំងអស់ដែលបានមកបង្កើតជាចំនួនភូមិសាស្ត្រនយោបាយសង្គ្រាមឈ្លានពាននិងការចូលរួមផ្ដល់ជាជំនួយក្នុងការដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការសក្តិភូមិដែលនាំឲ្យមានចលនាបះបោររដ្ឋប្រហារនិងបដិវត្តកើតឡើងអញ្ចឹងឯកសារកិច្ចព្រមព្រៀងនេះបើកាលណាតែអនុវត្តបែបប្រផេះគឺអនុវត្តចំតែចំណុចដែលចំណេញរបស់បរទេសហ្នឹងគឺខ្មែរនឹងមានឱកាសទទួលរងនៅការធ្វើរដ្ឋប្រហារបដិវត្តហើយនឹងការបះបោរបើកាលណាតែចំណុចខ្លឹមមិនត្រូវបានអនុវត្តមិនត្រូវបានគោរពតាមគឺខ្មែរមិនអាចនឹងនៅធ្វើជាម្ចាស់ជោគវាសនាអនាគតនយោបាយជាតិខ្មែរទេប្រកាសជានឹងមានការទាមទារតវ៉ាពលរដ្ឋចងកំហឹងមន្ត្រីដែលលួចជាតិក្បត់ជាតិគឺអាចសម្ងំបានសុខស្រួលឯមន្ត្រីស្នេហាជាតិគឺទទួលរងផ្លូវចិត្តជាមិនខានអញ្ចឹងបើមិនមានការអនុវត្តកិច្ចព្រមព្រៀងនេះដែលជាលទ្ធផលនៃការបង្កើតឲ្យមានបដិវត្តរដ្ឋប្រហារនិងការបះបោរទេប្រកាសណាស់ថាបច្ចុប្បន្ននិងអនាគតនឹងមានអំពើនេះកើតឡើងគ្រាន់តែក្នុងពេលវេលាផ្សេងគ្នានិងក្នុងរូបភាពថ្មីតែប៉ុណ្ណោះហេតុផលទី2ដែលរដ្ឋប្រហារបដិវត្តនិងការបះបោរអាចកើតមាននៅពេលបច្ចុប្បន្នទៅដល់អនាគតគឺដោយសារតែមូលហេតុការគ្មាននីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបកនិងការបណ្ដាលវិលទៅរកមុន1991ដោយដែលបានបញ្ជាក់នៅក្នុងចំណុចប្រវត្តិសាស្ត្រនិងដើមម៉ោងថាការដឹកនាំតាមបែបកុម្មុយនីសផ្ដាច់ការនិងសក្តិភូមិគឺធ្វើឲ្យបរទេសអាចគ្រប់គ្រងខ្មែរបរទេសអាចបញ្ចូលកងកម្លាំងបញ្ចូលចារកិច្ចនិគមជនបរទេសអាចដាក់អាណានិគមផ្ទាល់នឹងប្រយោលមកលើខ្មែរក៏ដូចជាបរទេសគឺអាចមានការក្តៅក្តាប់នៅនយោបាយខ្មែរអញ្ចឹងនឹងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយមិនអាចឲ្យពលរដ្ឋហើយនឹងខ្មែរគឺជារបបប្រជាធិបតេយ្យសេរីពហុបកឡើយដូច្នេះប្រកាសណាស់ថាចលនារបស់ពលរដ្ឋក្តីចលនានានាដែលនឹងងាយណាស់ពោះការដែលគ្មាននីតិរដ្ឋប្រជាធិបតេយ្យគឺវានឹងងាយធ្វើឲ្យបរទេសអាចពុករលួយបាននឹងងាយធ្វើឲ្យមានអំពើនិទានភាពកើតឡើងនឹងងាយធ្វើឲ្យមានអំពើអយុត្តិធម៌កើតឡើងគ្រប់ទីកន្លែងអញ្ចឹងពលរដ្ឋចាប់ផ្ដើមចងចិត្តនៅក្នុងការផ្លាស់ប្ដូរស្អប់ការដឹកនាំនយោបាយបច្ចុប្បន្ននឹងអាចធ្វើឲ្យមានការខឹងសម្បារបះបោរឬក៏ឲ្យតែបរទេសណាមួយអាចមកអះអាងថាខ្លួនគឺជួយសង្គ្រោះខ្មែរគឺនឹងអាចវិលទៅរកជាការបង្កើតនៅបដិវត្តឬក៏រដ្ឋប្រហារឬក៏ការបះបោរហេតុផលទី3ដែលអាចនាំឲ្យមាននៅអំពើបះបោរការ
រដ្ឋធ្វើរដ្ឋប្រហារហើយនឹងបដិវត្តកើតឡើងគឺជាប្រភេទសង្គ្រាមសម្រាប់ច្បាប់សង្គ្រាមសម្រាប់ច្បាប់នេះគឺយើងមើលនឹងភ្នែកទទេដោយមិនគិតពិចារណាយើងមើលអត់ឃើញទេដោយអ្វីដែលបានរៀបរាប់នៅសម័យសង្គមរាស្ត្រនិយមគឺឃើញអ្វីមើលទៅហាក់ដូចជាទំនើបអាគារកប់មេឃមានពលរដ្ឋរស់នៅសប្បាយฮือហាអាចច្រៀងអាចមានចម្រៀងអាចមានភាពស៊ីវិល័យបរទេសផ្សេងមករៀនអំពីខ្មែរទៀតបច្ចុប្បន្ននឹងអាចមានដូចគ្នាថាលទ្ធិប្រជាធិបតេយ្យខ្មែរមិនបានធ្លាក់ចុះទេខ្មែរកំពុងតែមានប្រជាធិបតេយ្យលើសគេផងនៅប្រទេសអាស៊ានក៏ដូចជាមានការបញ្ជាក់ថារដ្ឋាភិបាលខ្មែរគឺជារដ្ឋាភិបាលដែលដឹកនាំមិនរំលោភសិទ្ធិមនុស្សទេដោយមានទោះបីជាមានការដក EBA 20%អីក៏ដោយអញ្ចឹងសង្គ្រាមប្រភេទសង្គ្រាមសម្រាប់ច្បាប់នេះគឺយើងមិនអាចមើលឃើញនឹងភ្នែកទេក៏ប៉ុន្តែវាគឺកំពុងតែកើតឡើងវារងចាំតែពេលវេលាដែលនឹងអាចចេញជារូបរាងតែប៉ុណ្ណោះហើយដោយសារអីបានជាអាចមានសង្គ្រាមសម្រាប់ច្បាប់កើតឡើងពីព្រោះនេះដោយសារតែការមិនអនុវត្តនិងមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានហេតុអីបានជាអាចមានសង្គ្រាមសម្រាប់ច្បាប់បានសង្គ្រាមសម្រាប់ច្បាប់មានន័យថាគឺជាការធ្វើឲ្យហាក់ដូចជាស្របច្បាប់តែវាមិនបានស្របច្បាប់ទេប៉ុន្តែធ្វើហាក់ដូចជាស្របច្បាប់ឧទាហរណ៍ថាមនុស្សបើស្លាប់ហើយគឺស្លាប់ហើយមិនអាចរស់ឡើងវិញទេប៉ុន្តែគេអាចចាក់ថ្នាំឲ្យសាកសពនោះគឺមិនស្អុយរលួយហើយនៅស្រស់អញ្ចឹងដូចគ្នាវិធីសាស្ត្រសម្រាប់ច្បាប់នេះគឺមើលឃើញដូចជាស្របច្បាប់អញ្ចឹងប៉ុន្តែតាមពិតគឺវាខុសច្បាប់អន្តរជាតិចុះដោយសារអីបានជាអាចមានសង្គ្រាមសម្រាប់ច្បាប់គឺនេះចំណុចទី1ខ្ញុំបានបញ្ជាក់ហើយបូកជាមួយនឹងចំណុចទី2គឺការដែលខ្មែរគ្មាននីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបកនឹងអាចវិលទៅរករបបនិងព្រឹត្តិការណ៍មុន1991សង្គ្រាមសម្រាប់ច្បាប់នេះគឺវាអាចកើតឡើងក្នុងរូបភាពមួយទៀតគឺរូបភាពនៃការបាត់បង់ភោគទ្រព្យជាតិខ្មែរការដែលបង្កើតឲ្យបរទេសគឺអាចទិញដីខ្មែរបានអាចមកតាំងទីនៅខ្មែររាប់រយឆ្នាំអញ្ចឹងគឺនឹងធ្វើឲ្យខ្មែរដែលមានភោគទ្រព្យនយោបាយរបស់ខ្លួនលែងអាចប្រើប្រាស់នយោបាយរបស់ខ្លួនបានខ្មែរដែលមានភោគទ្រព្យសេដ្ឋកិច្ចលែងអាចប្រើប្រាស់ភោគទ្រព្យសេដ្ឋកិច្ចរបស់ខ្លួនឯងបានតែផ្ទុយទៅវិញខ្មែរថាជាទឹកដីដែលសម្បូរភោគទ្រព្យសេដ្ឋកិច្ចតែបែរទៅជាយើងទៅធ្វើពលករឬក៏ទៅធ្វើកម្មករនៅក្រៅស្រុកដោយសារតែអត់ការងារធ្វើដោយសារតែបំណុលដោយសារតែយើងគ្មានចំណេះដឹងឬក៏អត់សម្បូរកិច្ចការងារឲ្យយើងជាពលរដ្ឋធ្វើនិយាយបែបនេះគឺមិនបានន័យថាកំពុងតែប្រមាថនៅកម្មករឬក៏ពលករទេតែគ្រាន់តែឲ្យបងប្អូនមើលថាដោយសារតែការបាត់បង់ភាពជាម្ចាស់ទៅលើភោគទ្រព្យនេះហើយដែលធ្វើឲ្យពលរដ្ឋខ្មែរគឺមិនអាចនៅធ្វើជាម្ចាស់ជោគវាសនាម្ចាស់ភោគទ្រព្យមិនថាតែភោគទ្រព្យសេដ្ឋកិច្ចភោគទ្រព្យវប្បធម៌វាស្រដៀងគ្នាថាមុន1991នៅពេលដែលយើងមើលឃើញរូបភាពសង្គ្រាមកើតឡើងគឺមានជាជនភៀសខ្លួនមានជាជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាត្រូវតែរត់ចេញពីមាតុភូមិរបស់ខ្លួនឯងអញ្ចឹងបច្ចុប្បន្នគឺយើងឃើញថាភោគទ្រព្យរបស់ខ្មែរហាក់ដូចជាមាននៅខ្មែរតែគឺកម្លាំងពលកម្មរបស់ខ្មែរគឺបានចេញទៅស្រុកក្រៅនេះហើយដែលមកពីការបាត់បង់នៅភោគទ្រព្យជាតិដែលបរទេសគឺគេអាចពុករលួយដើម្បីធ្វើជាម្ចាស់ភោគទ្រព្យសេដ្ឋកិច្ចភោគទ្រព្យវប្បធម៌ក៏ដូចជាភោគទ្រព្យផ្នែកនយោបាយនិងហេតុផលទី4ដែលបច្ចុប្បន្ននិងទៅដល់អនាគតគឺវាអាចមាននៅការបះបោររដ្ឋប្រហារនិងបដិវត្តកើតឡើងគឺដោយសារតែការដែលមាននៅអធិពលនយោបាយប្រជាពិធដ្ឋគឺវាកើតឡើងលើសលប់មានន័យថានៅពេលដែលនយោបាយប្រជាពិធដ្ឋកើតឡើងលើសលប់ហើយនយោបាយជាតិនិងការពិតនឹងជាក់ស្ដែងរឿងពិតគឺវានឹងត្រូវបានតិចតួចបំផុតហេតុអីពីព្រោះតែមានប្រភេទមេដឹកនាំនិងមន្ត្រីដែលជាបិសាចគេអាចមានអំណាចជាចំហប្រភេទមេដឹកនាំឬក៏មន្ត្រីដែលជាមន្ត្រីក្រមបកពួកហើយគេអាចយកតំណែងមកកាងដើម្បីបង្កើតក្រមបកពួករបស់គេបានអញ្ចឹងនយោបាយប្រជាពិធដ្ឋនេះគេធ្វើបែបណាឲ្យយើងជាពលរដ្ឋគឺទុកជាតិចោលដោយមិនដឹងខ្លួនឬក៏
tục chiết cho bóp bong âm nai tờ lá ca rồi bóp luôn anh cho bóp bong âm nai này ca đăng dương ba tay chiêng cối sọp môn trai nâng mê đặc nom này vô bài chân hai cứ đừng phơ ơi miên cùng liệt rồi viếng môn trai mê đặc nom vô bài chiều môi nâng cô rọt cùng plei thá nó bê đại miên cùng liệt đi hơi đại nom ở miên cả bà bao nghe cả đào đại nom ở miên nơi ẩm pơ rọt pra hà rư con ở bê đại bò tê nam môi cái tha cái miên chật trong sừng cua mai một càng mai cứ nâng ai nghe ở miên cả bằng cơ bạ để vọt chân caได้นโยบายប្រជាពិធដ្ឋនេះគឺមានអធិពលឬក៏វារីចម្រើនខ្លាំងទៅគឺនឹងធ្វើឲ្យពលរដ្ឋខ្មែរគឺអាចជួបនៅឬក៏ខ្មែរទាំងមូលគឺអាចទទួលរងនៅបដិវត្តរដ្ឋប្រហារនិងការបះបោរកើតឡើងហេតុផលទី5ដែលបងប្អូនអាចស្ដាប់ដោយការពិចារណាថានឹងអាចមានទេរដ្ឋប្រហារបដិវត្តនិងការបះបោរកើតឡើងបច្ចុប្បន្នទៅដល់អនាគតបងប្អូនឆ្លើយខ្លួនឯងប៉ុន្តែយកនៅទលហីកនេះយកទៅរកអំណះអំណាងនេះយកទៅធ្វើការពិចារណាគឺការដែលពលរដ្ឋមិនចេះធ្វើជាពលរដ្ឋមិនចេះធ្វើជាពលរដ្ឋគឺមិនចេះធ្វើជាប្រជាពលរដ្ឋដែលប្រើប្រាស់អំណាចរបស់ខ្លួនដែលមានកំណត់ក្នុងច្បាប់ពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបកគឺយើងមានអំណាចទាំងធ្វើនយោបាយទាំងដឹកនាំនយោបាយយើងមានអំណាចមានសិទ្ធិធ្វើជាម្ចាស់ភោគទ្រព្យរបស់ខ្លួនឯងមិនថាតែជារូបវ័ន្តបុគ្គលឬក៏នីតិបុគ្គលឬក៏កម្មសិទ្ធិជាសមូហភាពបើកាលណាតែយើងជាពលរដ្ឋអំណាចដែលមានកំណត់នៅក្នុងច្បាប់ដែលនឹងអាចធ្វើដោយសន្តិវិធីនីតិវិធីយើងអត់ធ្វើទេប្រកាសណាស់ថាពេលយើងអត់ចេះធ្វើនយោបាយនេះគឺវាបានគួបផ្សំជាមួយនឹងអធិពលឬក៏វានឹងធ្វើឲ្យនយោបាយប្រជាពិធដ្ឋរីចម្រើនទៅតែបើយើងចេះធ្វើនយោបាយវិញបានន័យថាមេដឹកនាំនយោបាយនិងមន្ត្រីដែលប្រជាពិធដ្ឋគឺអង្គុយភ័យអ្វីដែលពួកយើងធ្វើវិញម្ដងតែបើយើងអត់ចេះធ្វើនយោបាយទេនេះយើងអង្គុយភ័យខ្លាចជាមួយនឹងមន្ត្រីនិងមេដឹកនាំនយោបាយប្រជាពិធដ្ឋខ្ញុំសូមបញ្ចប់នៅត្រង់ថាពលរដ្ឋមិនចេះធ្វើជាពលរដ្ឋយ៉ាងម៉េចបើពលរដ្ឋប្រកាសជាធ្វើជាពលរដ្ឋហើយមិនចេះធ្វើជាពលរដ្ឋគឺមិនចេះធ្វើជាប្រជាពលរដ្ឋឯកតនាមមិនចេះធ្វើជាប្រជាពលរដ្ឋសកម្មមិនចេះធ្វើជាប្រជាពលរដ្ឋនីតិរដ្ឋបើយើងអត់ចេះទេប្រកាសណាស់ថានយោបាយប្រជាពិធដ្ឋវានឹងចាប់ផ្ដើមកើនឡើងដោយស្វ័យប្រវត្តិអញ្ចឹងងាយនឹងធ្លាក់ចូលទៅក្នុងការបះបោរបដិវត្តក៏ដូចជារដ្ឋប្រហារកើតឡើងខ្ញុំសូមសង្ខេបគោលជូនហើយត្រឡប់វាទៅជាដំណោះស្រាយតែម្ដងបងប្អូនជនរួមភាសា2023ទៅអនាគតនេះរដ្ឋប្រហារនៅចំពោះចុងច្រមុះរដ្ឋប្រហារការធ្វើការបះបោរនិងបដិវត្តនៅចុងច្រមុះនឹងឯងកលៀសតែបន្តិចល្អិលធ្លាក់ចូលភ្លាមនឹងឯងបងប្អូនខ្ញុំមានជាសំណួរសួរបងប្អូនជួយឆ្លើយដើម្បីចូលរួមបង្ការឬក៏បើវាកើតរឿងនឹងកាត់ឡើងបងប្អូនពីជ័យគឺយើងជួយស្រាយគ្នាបងសុតអរុណរះបងវ៉ានីញមីងយូអូនបងស៊ុំមូនីរិទ្ធសំណួរទី1បើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមិនអនុវត្តនោះរបបអតីតកាលរបបនយោបាយអតីតកាលនឹងវិលត្រឡប់មកវិញតើរបបអតីតកាលមានបដិវត្តមានរដ្ឋប្រហារមានការបះបោរដែរទេមានឬគ្មានបើបងប្អូនឆ្លើយថាមានបងប្អូនសរសេរថាមិនអនុវត្តកិច្ចព្រមព្រៀងប៉ារីការបះបោរនឹងកើតឡើងដូចមុន23តុលា91អញ្ចឹងខុសតែថ្ងៃខែឆ្នាំខុសតែព្រឹត្តិការណ៍ទេឬវាតែមួយបងហ៊ីរតនៈរៀនសរសេរដោយសុចិពលិព្រោះអ្នកទាំងអស់គ្នាមិនមែនមករៀនតាមគ្នាទេមករៀនដើម្បីឲ្យមានការប្រេះរិះពិចារណាគិតគូរ
và bom ôn vô tham miên bom ôn sơ sê thả mình ăn hoặc cái phôm riêng sănแต่เพียบទីក្រុងប៉ារីគឺស្មើនឹងដោយអង្កាលមិនទាន់មានកិច្ចព្រមព្រៀងប៉ារីមុន23 តុលា 91អញ្ចឹងរដ្ឋប្រហារការបះបោបដិវត្តនឹងត្រឡប់មកវិញបងប្អូនអាចឆ្លើយចម្លើយទី2ថាអានឹងអតីតកាលហើយបងប្អូនអាចឆ្លើយថាអានឹងអតីតកាលហើយឆ្លើយប៉ុណ្្នឹងបានហើយចម្លើយទី3បងប្អូនឆ្លើយថាសុំទៅអ៊ុតមើលក្បួនសុចិភលិសិនស្ដាប់ឡើងវិញនឹងឆ្លើយពេលក្រោយសុចិភលិបងប្អូនជំនុំភាសាសំណួរសួរថាបើកិច្ចព្រមព្រៀងប៉ារីមិនអនុវត្តទេតើការបះបោររដ្ឋប្រហារការធ្វើបដិវត្តដូចមុន91អាចវិលត្រឡប់មកវិញដែរទេពនស័កភ័យកលាញ់បងសនិទ្ធនូនពលរដ្ឋម្នាក់ត្រូវធ្វើជាម្ចាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដើម្បីឲ្យកិច្ចព្រមព្រៀងប៉ារីអនុវត្តឆ្លើយអញ្ចឹងក៏ល្អដែរបងជាងវ៉ានេះបងសាវេតខ្ញុំត្រូវតែចូលរួមការពារកិច្ចព្រមព្រៀងប៉ារីដើម្បីធានាដល់ការមិនវិលត្រឡប់មកវិញនៅរបបនយោបាយអតីតកាលឆ្លើយអញ្ចឹងក៏ល្អដែរបងជារតនៈពួកយើងមិនត្រូវបោះបង់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីចោលឡើយបើចង់បញ្ជាកុំឲ្យមានរដ្ឋប្រហារការបះបោរវិលត្រឡប់វិញអញ្ចឹងក៏ឆ្លើយល្អដែរឆ្លើយបែបហ្នឹងត្រូវដូចគ្នាអញ្ចឹងចូលដល់សំណួរទី2បងប្អូនជនរួមភាសាកិច្ចព្រមព្រៀងប៉ារីមិនអនុវត្តហើយមានការរំលោភរដ្ឋធម្មនុញ្ញ93ដែលធ្វើឲ្យបាត់បង់នីតិរដ្ឋប្រជាធិបតេយ្យសេរីភូប៉ាតើបដិវត្តការផ្ដួលរំលំការធ្វើរដ្ឋប្រហារការបះបោរអាចកើតមានឬក៏មិនអាចកើតមានកិច្ចព្រមព្រៀងប៉ារីក៏មិនអនុវត្តតាមមិនគោរពតាមហើយមកបំផ្លាញរដ្ឋធម្មនុញ្ញ93រំលោភរំលាយរដ្ឋធម្មនុញ្ញ93ទៀតតើអាចធ្វើឲ្យមានការបះបោររដ្ឋប្រហារការធ្វើបដិវត្តកើតឡើងដែរទេចម្លើយឆ្លើយថាមានតែបងប្អូនឆ្លើយសុចិពលិកិច្ចព្រមព្រៀងនឹងរដ្ឋធម្មនុញ្ញ93ត្រូវបានបំផ្លាញស្មើនឹងចូលរួមបង្កើតបដិវត្តខ្លួនឯងហ្នឹងមិនមែននរណាមកធ្វើបដិវត្តទេខ្លួនឯងហ្នឹងអាអ្នកដែលមិនអនុវត្តតាមកិច្ចព្រមព្រៀងប៉ារីហ្នឹងណាអាមន្ត្រីមេដឹកនាំដែលបំផ្លាញកិច្ចព្រមព្រៀងប៉ារីដែលបំផ្លាញរដ្ឋធម្មនុញ្ញខ្លួនឯងហ្នឹងឯងជាអ្នកបង្កើតបដិវត្តចម្លើយទី2ប្រទេសមិនចាំបាច់មានរដ្ឋធម្មនុញ្ញមិនចាំបាច់មានកិច្ចព្រមព្រៀងប៉ារីក៏បានចម្លើយទី3ស្ដាប់មិនទាន់សុំសុចិពលិនិមិញយោនខ្ញុំដើរជាមួយនឹងជនរួមភាសាយកកិច្ចព្រមព្រៀងប៉ារីទៅការពារជាតិណាឆ្លើយអញ្ចឹងក៏យល់ខ្លឹមសារដែរលពូសុខនការអនុវត្តកិច្ចព្រមព្រៀងប៉ារីទើបធានាមិនឲ្យមានការវិលមកវិញនៅរបបនយោបាយនិងព្រឹត្តិការណ៍អតីតកាលបងគំនុំអតីតបងខ្មែរលោះ KH បងជាងសន្ធិកិច្ចព្រមព្រៀងប៉ារីនិងរដ្ឋធម្មនុញ្ញនឹងអាចបញ្ចប់នៅចំនួននយោបាយផ្ទៃក្នុងហើយនឹងធានាមិនឲ្យបរទេសលូកដៃនយោបាយក្នុងនិងក្រៅប្រទេសរបស់ខ្មែរឆ្លើយអញ្ចឹងក៏ពីរោះស្ដាប់ដែរអរគុណណាស់បងម៉ៅបងសំណាងសំណួរទី3បងប្អូនជនរួមភាសាបើកិច្ចព្រមព្រៀងប៉ារីគេមិនរំលាយទេរដ្ឋធម្មនុញ្ញក៏គេមិនរំលាយដែរតែគេសម្របកិច្ចព្រមព្រៀងប៉ារីគេសម្របរដ្ឋធម្មនុញ្ញទៅវិញសម្របច្បាប់បានន័យថាគេបង្កើតអបគុំដោយប្រើនៅសម្បទាន99ឆ្នាំគេយកដីយើង99ឆ្នាំដើម្បីសម្របច្បាប់កិច្ចព្រមព្រៀងប៉ារីគេយកដីយើង99ឆ្នាំដើម្បីសម្របរដ្ឋធម្មនុញ្ញមាត្រា44កុំឲ្យនរណាចាប់កំហុស
ថាគេមករំលោភឆ្លៀនពៀនខ្មែរដូចមុន91តើអាចធ្វើឲ្យមានបដិវត្តអបគុំរដ្ឋប្រហារដែរទេចម្លើយទី1ឆ្លើយថាសម្របច្បាប់កិច្ចព្រមព្រៀងប៉ារីក្តីសម្របរដ្ឋធម្មនុញ្ញក្តីដោយប្រព្រឹត្តអំពើពុករលួយអំពើនិទានភាពនិងអំពើអយុត្តិធម៌ប្រកាសជាកើតរដ្ឋប្រហារការបះបោរជាក់ជាមិនខានបងសុំចំណានចម្លើយទី1បើកាលណាសម្របច្បាប់កិច្ចព្រមព្រៀងប៉ារីដោយយុទ្ធសាស្ត្រ99ឆ្នាំដោយអត់អីក៏ដោយសម្របរដ្ឋធម្មនុញ្ញដោយការប្រព្រឹត្តអំពើពុករលួយទិញទឹកទិញដីទិញព្រៃទិញរ៉ែរំលោភយកភោគទ្រព្យធម្មជាតិភោគទ្រព្យសេដ្ឋកិច្ចដោយប្រព្រឹត្តនិទានភាពបពពួកខ្សែគ្នាខ្នងដោយប្រព្រឹត្តអំពើអយុត្តិធម៌គំរាមកំហែងកាប់សម្លាប់ពូជសាសន៍ខ្មែរបងសំណាងអត់មានសុជៈពលិទេមិនដឹងជាមូលហេតុអីទេថ្ងៃនេះបងសំណាងមិនស្ដាប់តាមសុជៈពលិទេតែគិតរឿងផ្សេងអញ្ចឹងបានជាអត់ស្ដាប់ចម្លើយបានទេគិតតែពីសុជៈពលិរហូតកំពុងសួរហើយអត់គិតរឿងនេះគិតរឿងចុះមិនក៏សម្បទាន100ឆ្នាំទៅវិញមិនក៏មិនទៅ100ឆ្នាំទៅខ្ញុំកំពុងសួរឲ្យសុជៈពលិឥឡូវទៅបាត់លោកពូសពសូបន្តសរសេរទៀតចុះអត់ទេសំការសរសេររបស់គាត់គឺអត់សរសេររឿងដែលយើងកំពុងនិយាយទេគាត់ស្ដាប់រឿងអាសម្បទាន99ឆ្នាំគាត់ថាមិនក៏មិនដាក់100ឆ្នាំតែម្ដងទៅអញ្ចឹងណាចម្លើយទី2កុំទៅខ្វល់រដ្ឋធម្មនុញ្ញរឿងមាននីតិរដ្ឋឬអត់នោះឲ្យតែបាក់ខ្ញុំជាប់ឆ្នោតប្រទេសសុកឲ្យចម្លើយទី3សុជៈពលិរហូតដល់តែខ្សែឃើញចាំបើសំណួរ3ឲ្យឃើញសុជៈពលិរហូតដល់សុជៈពលិរហូតដល់ខ្សែទៅហ្មងទៅសុជៈពលិលុះខ្សែទៅហ្មងណាសំណួរទី4ចុងក្រោយបងប្អូនធ្វើជាប្រជាពលរដ្ឋសកម្មពលរដ្ឋឯកតនាមពលរដ្ឋនៃរដ្ឋធ្វើជាម្ចាស់នៃអំណាចម្ចាស់នៃប្រទេសជាតិទើបអាចចូលរួមបញ្ចប់នឹងទប់ស្កាត់មិនឲ្យមានរដ្ឋប្រហារការបះបោរដែលបានកើតឡើងមុន91វិលត្រឡប់មកវិញបើបងប្អូនយល់ហើយអញ្ចឹងសរសេរថាខ្ញុំខ្លួនឯងចាប់ដើមមុនគេធ្វើជាពលរដ្ឋឯកតនាមពលរដ្ឋនីតិរដ្ឋពលរដ្ឋសកម្មនិងពលរដ្ឋកិច្ចព្រមព្រៀងប៉ារីសធ្វើជាពលរដ្ឋឯកតនាមពលរដ្ឋសកម្មពលរដ្ឋនីតិរដ្ឋពលរដ្ឋកិច្ចព្រមព្រៀងប៉ារីសដើម្បីបញ្ជាមិនឲ្យមានរដ្ឋប្រហារឬក៏បញ្ឈប់មិនឲ្យមានរដ្ឋប្រហារឬក៏ជួយដោះស្រាយកុំឲ្យមានរដ្ឋប្រហារការបះបោរឡើងដូចមុន91ចម្លើយទី2ខ្ញុំជឿលើមេដឹកនាំឈប់និយាយទៅចម្លើយទី3សុជៈពលិលុះខ្សែបងហ៊ីរតនៈខ្ញុំនឹងធ្វើជាពលរដ្ឋកិច្ចព្រមព្រៀងប៉ារីសពលរដ្ឋនីតិរដ្ឋពលរដ្ឋឯកតនាមពលរដ្ឋសកម្មដើម្បីធានាចូលរួមការពារថែរក្សារដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអស់ចម្លើយប៉ុណ្នេះគឺគ្រប់គ្រាន់ហើយណាបងហ៊ីរតនៈប៉ុណ្ណឹងគ្រប់គ្រាន់ហើយសភាបញ្ចប់ចុះមានអត់សេវាទៀតអ្នកមិញកំឡាយបងប្អូនអញ្ចឹងប្រធានបទថ្ងៃនេះដែលពួកយើងបានបែងចែកជា3 4កន្លែងនៃការបកស្រាយឯណោះទី1គឺការបកស្រាយអំពីថាតើមុន1991អាចមានបដិវត្តរដ្ឋប្រហារនិងការបះបោរអ្វីខ្លះទី2គឺការបកស្រាយបញ្ជាក់អំពីប្រវត្តិសាស្ត្រទសវត្ស50រហូតដល់90ថាតើត្រង់ណាខ្លះដែលមានការបះបោរកើតឡើងត្រង់ណាខ្លះដែលមានបដិវត្តហើយនឹងរដ្ឋប្រហារកើតឡើងកន្លែងទី3គឺពួកយើងជជែកថាតើបច្ចុប្បន្ននិងអនាគតអាចនឹងមាននៅការធ្វើបដិវត្តរដ្ឋប្រហារនិងការបះបោរនេះទៀតដែរឬទេ
នឹងកន្តិទី4នៃការផ្សាយថ្ងៃនេះគឺនិយាយអំពីដំណោះស្រាយដែលអាចនាំឲ្យមានការបញ្ចប់ឬក៏បង្ការមិនឲ្យមានបដិវត្តន៍មិនឲ្យមានរដ្ឋប្រហារនិងមិនឲ្យមាននៅការបះបោរកើតឡើងហើយពួកខ្ញុំបានបញ្ជាក់ហើយថាពលរដ្ឋធ្វើអីហើយបងប្អូនដែលឆ្លើយសំណួរនោះមិនមែនគ្រាន់តែបងប្អូនឆ្លើយហើយបានឃើញចម្លើយបានឲ្យចំសំណួរឲ្យមកដល់ពួកខ្ញុំទេការឆ្លើយសំណួរគឺជាការចូលរួមកំណត់បង្កើតឆន្ទៈរបស់ខ្លួនឯងនៅក្នុងការចូលរួមជួយការពារជាតិមិនឲ្យមានរដ្ឋប្រហារកើតឡើងមិនឲ្យមានបដិវត្តន៍ឬក៏ការបះបោរកើតឡើងពោះយើងមានក្បួនឯកសារដែលអាចដោះស្រាយបញ្ហាបានដោយសន្តិវិធីនីតិវិធីរួចហើយអញ្ចឹងពួកខ្ញុំមានការចែករំលែកជូនបងប្អូនជនរួមភាសាប៉ុណ្ណឹងបងប្អូនដែលត្រូវការឯកសារសូមបងប្អូនដាក់លេខទូរស័ព្ទទំនាក់ទំនងឬក៏បងប្អូនអាចតាក់ទងមក Facebook របស់វិចិត្រឬក៏លេខទូរស័ព្ទរបស់វិចិត្រ010 77 0507សូមក្រាបថ្វាយបង្គំលាសូមជម្រាបលា